ប្រិយចំណិតតេទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់កំណត់ទៅដល់ទីណាទីពីរងការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបអើទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1ជប៉ុនបាទនិយាយខ្លីទៅអាចារ្យហ្វីប្រធានបទទី2គឺនិយាយអំពីជប៉ុនប្រធានបទទី3និយាយអំពីការគ្រប់គ្រងរបស់ខ្ញុំចំពោះការប្រកាសមិនដកថយណារបស់ក្រសួងការពារជាតិអគ្គនាយបញ្ជាការជាតិអញ្ចឹងប្រធានបទទី1និងប្រធានបទទី2និយាយពីជប៉ុនដូចគ្នាគ្រាន់តែថានៅចំណុចទី1ខ្ញុំប្រៀបធៀបនិស្សិតចុះកម្មសិក្សានៅកាស៊ីណូបើយោងតាមឆាំឆានីខ្មែរសៅខឹមនៅជប៉ុនចុះបាតកម្មអ្នកទៅបាតកម្មសុទ្ធតែជាអ្នកលះបង់ប្រកបដោយគុណធម៌សវឿនខ្មែរអ្នកទៅទទួលហ៊ុនម៉ាណែតសុទ្ធតែជាចំណាប់ខ្មាំងដែលខ្ញុំនិយាយសរសេរឲ្យវាមានលក្ខណៈនៃចុងជួនទៅដែលខ្ញុំថាអ្នកទទួលហ៊ុនម៉ាណែតជាចំណាប់ខ្មាំងបាតកោតតាំងជាអ្នកលះបង់ប្រកបដោយគុណធម៌ហើយប្រធានបទទី2គឺជប៉ុនជាទឹកដីគម្រាមកំហែងឆ្លងដែនអញ្ចឹងខ្ញុំថាទី1ទី2នេះជាប្រធានបទតែមួយទៅចប់មូលនិរតប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតមុននឹងចូលទៅដល់ប្រធានបទខ្ញុំមានគ្រឿងក្លែងមួយហើយប្រធានបទទី3ជាប្រពៃណីខ្ញុំលើកយកមកធ្វើគ្រឿងក្លែងទី2ដើម្បីបញ្ជាក់ណែកុំឲ្យវាវែងពេកអញ្ចឹងពេលដែលបងប្អូនគាត់ឲ្យតែឃើញប្រធានបទ3បងប្អូនណាចំណាំអាទី3ហ្នឹងវាតូចខ្ញុំដាក់ក្រោយគេខ្ញុំនឹងលើកយកមកនិយាយបើកឆាហើយខ្ញុំរំលឹកពាក្យថាចរចាបងប្អូនមានចាំរូបមន្តសូនតារាដែលតែងតែត្រូវទេសង្ឃឹមថ្ងៃមួយរូបមន្តសូនតារាដែលតែងតែត្រូវណាចរចាតើគេចរចាជាមួយមនុស្សប៉ុន្មានប្រភេទនិងមិនចរចាជាមួយមនុស្សប៉ុន្មានប្រភេទណាយោធាខណ្ឌដូនពេញខ្ញុំចង់តេស្តបងប្អូនបន្តិចបើបងប្អូនសរសេរតែលេខបានហើយគេមិនចរចាគេចរចាជាមួយមនុស្សប៉ុន្មានប្រភេទបងសរសេរអាចវែងណាគេមិនចរចាជាមួយមនុស្សប៉ុន្មានប្រភេទណាខ្ញុំចង់អានខមមិនបងប្អូនតិចមានផែមបាទពួកសុភាពណាពួកសុភាព90បន្ទុក David Villa បាទ David Villa និយមន័យអានេះនិយមន័យទេបាទនេះមិនប្រកាសទេវិបុល Rhode Island បាទសួស្ដី Lee Sawan 90បន្ទុកណែពួកសុភាពដដែលបាទ90បន្ទុកជាបូណា100បន្ទុកហ្នឹងត្រូវតែមានឲ្យកូនសិស្សសូនតារាត្រូវតែមានអ្នកឆ្លាតថនិតកុកស៊ី100បន្ទុកសួងឈៀន90បន្ទុកបាទមុខបូព៌ាចាំមេគេសុម៉ែងឆាំអត់ទាន់ឃើញទេទីបំផុតបាទទីបំផុត50បន្ទុកឈឹមពិសិដ្ឋ100បន្ទុកបាទគេផាឌី100បាទ100អានអ្នក100បន្ទុកគេចរចាជាមួយមនុស្ស3ប្រភេទនិងមិនចរចាជាមួយមនុស្ស3ប្រភេទឲ្យតែមានព្រឹត្តិការណ៍ណាដែលឆ្លើយតបទៅនឹងទ្រឹស្ដីឬក៏រូបមន្តរបស់សូនតារាខ្ញុំតែងតែរំលឹកពិសេសដើម្បីឲ្យបងប្អូនមើលឃើញថាវាពិតហើយបងប្អូនពិចារណាទៅប្រកែកមិនបានទេបុព្វហេតុនេះទាំងគណៈបព្វជិជនក៏ដោយគេចង់ចូលជេរបចោអ៊ីសានូប៉ុន្តែគេបានចំណេះដឹងចូលមកមិនអីទេបាទចូលជេរបចោក៏បានដែរប៉ុន្តែបានចំណេះដឹងត្រូវគិតថាយ៉ាងហោចណា
ត្បិតតែបងប្អូនចូលជេរបចោសូនតារាមែនប៉ុន្តែបងប្អូនបានអីទៅវិញពុកស្ដាប់ទៅវាលឺចូលទៅជាព្រោះអ្នកដែលចូលជេរបចោលើកលែងតែទ័ពខ្មោចណាដឹងខ្យល់អីចុចមួយមកព្រិលបើមនុស្សពិតប្រកបណាចូលជេរបចោសូនតារារ៉ាវឌីស៊ីសវត្តក៏គាត់ជាមនុស្សតើបងប្អូនគាត់មានតែជាគាត់ស្ដាប់លឺគេតាអញ្ចឹងគាត់ដឹងទី1គេចរចាជាមួយមនុស្សដែលខ្លាំងជាងទី2គេចរចាជាមួយមនុស្សដែលចាវភាសាអ៊ីតាលីគេហៅតាលីហើយប៉ុន្តែភាសាខ្មែរមិនជាភាសាកម្ពុជាទេគេហៅថាអត់ឈ្នះអត់ចាញ់ស្មើគ្នាទី3គេចរចាជាមួយមនុស្សដែលសម្លាប់មិនស្លាប់អញទៅចាំបងប្អូនណាអត់ដែលខុសនៅលើពិភពលោកណាគេមិនចរចាដូច3ដូចគ្នាវិញគេមិនចរចាជាមួយអ្នកដែលខ្សោយជាងខ្លួនអាហ្នឹងណាអ្នកដែលខ្សោយជាងខ្លួនគេអត់ចរចាទេគេវាយមកទី2គេមិនចរចាជាមួយអ្នកដែលគេសម្លាប់បានអាអ្នកខ្សោយជាងខ្លួនមិនប្រកាសតែសម្លាប់បានប៉ុន្តែអានោះវាខ្សោយមែនទេទី2គេមិនចរចាជាមួយអ្នកដែលគេសម្លាប់បានបើគេសម្លាប់បានគេសម្លាប់ចោលគេអត់និយាយជាមួយយើងទេអានេះនៅក្នុងសង្គមព្រៃផ្សៃចុះទី3គេមិនចរចាជាមួយមនុស្សចោះចូលចោះចាញ់មនុស្សលើកដៃចោះចូលចោះចាញ់ទេហើយចប់ហើយគេអត់មានអីចរចាទេណាគឺគេមានអានេះវាសារភាពហើយអត់មានអីទេក្រុងបាក់សីផ្លែដែកនុតឈឹមណាបងប្អូនត្រូវចាំអានឹងឲ្យតែនឹកឃើញអានេះគឺជារូបមន្តរបស់សូនតារាមានច្រើនណារូបមន្តសូនតារាដូចជាគេចរចាជាមួយមនុស្ស3ប្រភេទស្រីបែងនិងមិនចរចាជាមួយមនុស្ស3ប្រភេទហ៊ុនបូកនឹងសែនស្មើនឹងកម្រៀងបូកនឹងបោកអ្វីដែលហ៊ុនសែនដែលយើងឃើញគឺជារបស់ខ្លែងខ្លាយនេះអានេះសិនបងប្អូនណាខ្លែងខ្លាយគឺដូចពិតអួតគឺអត់បងប្អូនមិនដែលឃើញប្រទេសអាស៊ានទាំងអស់ពេលដែលគេទៅប្រជុំគ្នាគេអួតពីសន្តិភាពប្រទេសគេដូចសិង្ហបុរីគេមិនដែលអួតពីសន្តិភាពនៅប្រទេសសិង្ហបុរីទេបើគេនិយាយពីសន្តិភាពនៅភូមាហេតុអីព្រោះតំបន់មានសង្គ្រាមមូរីបុរាណប៉ុន្តែនៅកម្ពុជាបើមានសន្តិភាពហេតុអីបានអួតពីសន្តិភាពមកពីអត់អានេះត្រូវហ្នឹងមែនទេបើហ៊ុនសែនធ្វើដូចគ្មានរឿងអីគឺមានរឿងអីមានបងប្អូនអត់ខុសទេគាត់វាយកូនគោលនោះផ្ទុះអាវុធតោកនោះមកណាគុនអាមេរិកទម្លាក់អត់គេបាតកម្មពេញស្រុកអត់នៅមានរូបមន្តសូនតារាច្រើនទៀតដែលមានបងប្អូនខ្លះគាត់កត់សកុនធីរីហើយគាត់អង្កេតគាត់ថាចំលើកគ្រូសុខសុបិនដូចហ៊ុនសែនដូចដើរលើបាត់ដៃលោកគ្រូមែនរូបមន្តណាវិទ្យាសាស្ត្ររុយក្បាលខៀវរបស់សូនតារាហ្នឹងគឺតែងតែត្រូវឥឡូវហ្នឹងគឺអញ្ចឹងទៀតខ្ញុំលើកនេះគឺខ្ញុំចង់បញ្ជាក់បងប្អូនសួរថាហេតុអ្វីបានជាខ្មែរថៃចរចាគ្នាដោយសារតែវាស្មើគ្នាគេថាស្មើមិនបើនិយាយពីចំនួនប្រជាជនថៃខ្លាំងជាងអីប៉ុន្តែអាហ្នឹងវានៅក្នុងសមរភូមិវាចាវវាអត់ទៅរួចទេវាអត់មានចូលមកខ្មែរយើងធ្លួយជាងនឹងបានទេហើយបើបាញ់គ្នាទៀតគឺវាដូចនៅប្រាសាទព្រះវិហារអញ្ចឹងវាស្លាប់អត់ទៅសំខាន់ស្ថានភាពអត់អីទេអត់មានទៅណាទេវាបង្កតែអសន្តិសុខព្រំដែននិងពលរដ្ឋដែលរស់នៅតាមព្រំដែនទាំងសងខាងវាលំបាកកុំច្រឡំថាលំបាកតែស្រុកខ្មែរនៅព្រោះគ្រាប់ហោះទៅអត់មានហោះធ្លាក់អាកន្លែងទៅយោធាណាប្រជាជនថៃនៅតាមព្រំដែនចម្ងាយប្រមាណគីឡូហ្នឹង1គីឡូ2គីឡូហ្នឹងត្រូវដូចគ្នាហ្នឹងនេះប៉ុន្តែបងប្អូនត្រឡប់មើលគេនឹងមិនចរចាជាដាច់ខាតបើ3ប្រភេទហ្នឹងតើយើងស្ថិតនៅក្នុងចំណោម3ហ្នឹងគឺអត់មានផ្លូវទេទី1យើងខ្សោយមែនទេយើងខ្សោយគេកំទេចបានទី2ដែលគេសម្លាប់បានដោយងាយទី3មនុស្សចោះចូលហើយនឹងចោះចាញ់អាហ្នឹងគឺច្បាស់ហើយអញ្ចឹងជារូបមន្តមួយបញ្ជាក់ថាណែមូលហេតុដែលខ្មែរថៃចរចាគ្នាពីព្រោះតែវាខ្លាំងដូចគ្នាបើមកខាងខ្សោយណាស់បងប្អូនយើងប្រើកាភ្លុះហើយថៃណាវាប្រើកាភ្លើងវាអត់មកនិយាយជាមួយយើងទេដូចគ្នាដែលខ្ញុំរំលឹកទៅវិញអាលីស៊ូសម្ដេច
គាត់អួតសន្តិភាពខ្ញុំថាឲ្យតែហ៊ុនសែនគាត់សុំវ៉ាក់សាំងឌីយប់ឡើងរោងចក្រវ៉ាក់សាំងឌីឆេះត្រុលហ៊ុនសែននិយាយអួតសន្តិភាពប្រាប់ឲ្យរុស្ស៊ីនិងអ៊ុយក្រែនប្រាប់ឲ្យរុស្ស៊ីនិងអ៊ីស្រាអែលយកគំរូតាមគាត់ស្អែកឡើងព្រលឹមឡើងផ្ទុះអាវុធនៅព្រំដែនប្រាវចឹងមិនថាកុំនិយាយណាមានពេលខ្លះមាត់ជើងណាបុនធឿនឃ្លាំងមើងអានឹងគឺយើងត្រូវដឹងថាមាត់យើងនឹងមាត់សយមាត់ចង្រៃបងប្អូននៅខ្ញុំមើលភាពយន្តខ្មែរយើងមួយលេងល្អភាពយន្តនឹងល្អណាឥឡូវបែបលេងចាក់មាននៅក្នុង YouTube ទេដឹងហ៎ភាពយន្តនឹងដូចតួទេពបណ្ឌរោហើយនឹងឈ្មោះស្អីគាត់ឈ្មោះនាយគ្រឿនណាអានោះគឺថារឿងហ្នឹងវាល្អហ្មងវារឿងហ្នឹងល្អមើលបងប្អូនអាចទៅមើលបានណាគឺគេហៅថាកំពូលសយមកឲ្យតែជួបគឺសយហ្មងណាមុខទៅដល់ទីណាគឺសយទៅដល់ទីហ្នឹងហ៊ឿនកាច់ឥឡូវខ្ញុំនិយាយរឿងដែលខ្ញុំរំលឹកត្រង់ហ្នឹងបន្តិចខ្ញុំថាបើសម្ដេចគិតមិនដល់នឹងទីប្រឹក្សាសម្ដេចអន់ណាសូនតារាធ្វើទីប្រឹក្សា1នាទីគឺថាសុំមែនឆាំនៅក្នុងសង្គមនិងពិភពអយុត្តិធម៌អានេះយើងត្រូវដាក់លក្ខខណ្ឌពីមុខសិនបើពិភពនឹងយុត្តិធម៌អត់បាច់និយាយទេនៅក្នុងសង្គមនិងពិភពអយុត្តិធម៌អ្នកខ្លាំងកំណត់សន្តិភាពមិនមែនអ្នកខ្សោយទេណាដូចជារុស្ស៊ីនិងអ៊ុយក្រែនរុស្ស៊ីអ្នកកំណត់សន្តិភាពបើរុស្ស៊ីមិនវាយអ៊ុយក្រែនអត់មានត្រូវការធ្វើសង្គ្រាមណាឧទាហរណ៍ថាសូនតារានិងហ៊ុនសែនសូនតារាមិនមែនជាអ្នកកំណត់សន្តិភាពសុខសុវត្ថិភាពឪពុករបស់ខ្ញុំទេគឺដោយសារតែខ្ញុំខ្សោយខនព្រះវិហារខ្ញុំអាចឲ្យឪពុករបស់ខ្ញុំក្រុមគ្រួសាររបស់ខ្ញុំមានសន្តិភាពសុវត្ថិភាពបានចម្រុងចម្រើនខ្ញុំអាចដូរយកសុវត្ថិភាពសន្តិភាពឪពុកនិងក្រុមគ្រួសាររបស់ខ្ញុំបានលើកទឹកណាខ្ញុំអោនក្បាលចុះចូលជាមួយគណៈបកប្រជាជនដូចគ្នាបើសង្គមមួយអយុត្តិធម៌អ្នកខ្លាំងកំណត់សន្តិភាពបើយើងអ្នកខ្សោយជាងគេហើយយើងអួតសន្តិភាពលើកទឹកណាតែយើងរណបអាខ្លាំងហើយយើងកាត់ណាអ្វីមកឲ្យអាខ្លាំងlogic បុនអាចបុន logic គឺសច្ចធម៌គឺអញ្ចឹងណាបងប្អូនបានក្រៅណាបើសូនតារាមិនសម្បទានមិនលះបង់ចុះចូលលុកក្បាលឲ្យគណៈបកប្រជាជនទេឪពុករបស់ខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំរងការគំរាមកំហែងឪពុករបស់ខ្ញុំនៅក្នុងគុកខ្ញុំបានសន្តិភាពលកិតណាខ្ញុំរណបនឹងសម្បទានដូចគ្នាបើកណាយើងខ្សោយគេឲ្យសន្តិភាពគេលើកលែងយើងរណបគេអញ្ចឹងបានខ្ញុំនិយាយថាមានដូចរឿងពាណិជ្ជកម្មអាមេរិកហើយនឹងចិននេះណាចិនគេចូលចិត្តពាក្យឈ្នះអាមេរិកថាឲ្យយកឈ្នះទៅមិនបានខ្ញុំថាអាមេរិកឈ្នះទោះបីជាអាមេរិកតម្លើងឲ្យទម្លាក់ក៏ដោយវាជាអ្នកកំណត់អ្នកខ្លាំងកំណត់ទីផ្សារវាតម្លើងវាទម្លាក់អ្នកខ្លាំងកំណត់សង្គ្រាមនិងសន្តិភាពមែនទេរាជនីសំអញ្ចឹងចិនយកទៅឈ្នះសบายនឹងពាក្យឈ្នះហើយនៅប្រទេសខ្សោយយកទៅសន្តិភាពសบายទៅនឹងពាក្យសន្តិភាពឯងយកសន្តិភាពអញយកដីឯងយកសន្តិភាពអញយកព្រៃយកទៅគេមានតែមាត់គេស្ងាត់មាត់តែឈឹងតែមានអីទេឯងយកសន្តិភាពអញយកសមុទ្រឯងយកសន្តិភាពអញយកកោះឯងយកសន្តិភាពអញយករ៉ែថាឯងយកទៅសន្តិភាពហ្នឹងអានឹងសម្រាប់យើងខ្សោយដូចជានៅអាមេរិកដូចជានៅអឺរ៉ុបហេតុអីបានប្រទេសដែលនៅជុំវិញអាមេរិកអត់មានសង្គ្រាមដោយសារអាមេរិកវាជាអ្នកកំណត់សន្តិភាពវាខ្លាំងគាត់ឆ្លៀនពីអ្នកដទៃមែនទេគាត់វាជាអ្នកកំណត់សន្តិភាពនេះដូច្នេះប្រទេសណាដែលនៅជុំវិញអាមេរិកហ្នឹងគឺសន្តិភាពហើយមានតែអាមេរិកភ័យខ្លាចសន្តិភាពពេកមនុស្សទម្លុះព្រំដែនចូលមកអាមេរិកខ្លាំងពេកនាំឲ្យមានវិបត្តិជនភៀសខ្លួនអន្តោប្រវេសន៍វាធ្វើលបងវាខ្លាចអាហ្នឹងវិញវាអត់ខ្លាចសង្គ្រាមវាខ្លាចតែអាសន្តិភាពពេកហ្នឹងមនុស្សវាទម្លុះចូលស្រុកអាមេរិកច្រើនពេកវាវិបត្តិការងារអញ្ចឹងបានដូណាល់ត្រាំគាត់មានគោលនយោបាយបាទនេះប្រឆាំងនឹងទប់ស្កាត់ជាមួយចាន់វី
anh taoប្រវេខុសច្បាប់ Litra em trẻ tuổi anh nâng hơi ban chỉ nhóm lược rương xanh để hiếp á nâng cá trò chạy bông ôn nhóm sơn đã ra mình cầm mặt xanh để hiếp sự vật để hiếp áo dầu phục rồi bọc nhóm nâng crom cổ xa kì vì bố Campuchia chi sừng cung dứt để thoa bể say nóng đại lạc hành chân sầm rắc tay sừng cung dứt để thoa bể say bao sừng cung dứt để thoa bể say vậy nè ở phục rồi bọc nhóm cứ chi về rạc chân chlong cắt sừng kìm mà nút khơi đau ôn của rụt chi về xe để hiên thay á để hiên đây mình ban chlong cắt sừng kìm nó khơi chặt bật thì cha đau ôn của rụt rồi tha bị báo nè châu nỉ vót đặt cho mũi chia crom bật sáng xanh thì sọc càyบอกว่าถือการเอาไข่บอกว่ามันไปขบวนจิตกรมปรึกษาสันติสุขจิตด้วยเดิมบารังด้วยเดิมเลยหรือโกกีกรุ๊ปแต่มาดองที่อัตรายกมาเลี้ยงเขาจวดจีมวยดีซาแต่โกนมีนันเนียการนโยบายกันหนักปะไปฉังปุ๊ขนมระบอบประเทศตะวันตกในไอ้ปะกันนักยมปะไปฉังธรรมดาแต่เรื่องไอ้คนน่ะขยมปะไปฉังขยมมันเจนแบบเป๊ะประเจนกับนักจีมวยในไอ้จะจับตรงครูซาปุ๊ขยมจีจำหนักมันเปรี้ยจะแบบเชียร์ไปตรงนี้เป็นการเปรี้ยจะมาติดติดสกุลตรีตู้รถตู้โซนตาสลัดเข้าจนประดับการดับสวยพลัดประโดดนัดกับเด็กประเทศจวบจีมวยนึกเครื่องไทยตีมวยนี้คือขยมเลือกยกประเทศนบัติใบมกเป็นเจ็ดประเทศนบัติใบนี้ขยมอัดในใจเนี่ยริกก้นในเรื่องปรุงใดในเรื่องกองตัวไอ้ขยมส่งมาในใจขยมในใจต้องจมนึกมวยกุดให้อัดบัดในใจแหวนคือขยมประกาศสำหรับโซนตราความโตรการประกาศมันดอกถอยปีดมบอลตุอาวุธดอกเตยนาตึกใดมาจำอามกองตัวบังเกิดเหมาคือนำใบแต่กาปีตึกใดหนึ่งอัดมีนยัยอ่อมปีเรื่องสลับรวยตีในขนมสมรภูมิในขนมปรุงได้ในยัยท้ามันอาจรวมโลกบางจับจังโยงตามมาสิสไรหนึ่งโยงตามสกรีรายการระบบกระทรวงการปิจิแกมีเป็นเชียร์กาได้ประกาศท้าของตัวการปิจิอัดมีดอกถอยเจนปีดำบันตัวบดเตดอกไม่ได้ยืนโชว์ตอนนั้นviệc bánh nhá về ở những độ còn thà lấy độ đâu mà rồi pì rồi mày độ mà mét của mình từ đó này hay chấm này riêng bật tê chết ná bài mỏm để khi nhom dây khi nhom mình dây nên đi càng nhiều bài thì bền dây để dây riêng tất đây bô là nặng việc tất đây để khi nhom nơi tệ để dây đại để khi nhom xa mà kia chỉ môi sẵn sàng xa mà kia chỉ môi khai tập vào mình độ khổ hơi mà tha cho chương sao mình khi nhom rít cứng địa thá cho chương còn tốt cho chương cái lấy xong rồi yeah xong rồi mà mấy rồi người ta ôm thấy chân rít chi con sa sơn là về tha cái lấy nâng xong rồi về máu thưa mày tao ở thế cứ từ cho rồi từ tam bình tuột rung đây đây từ tu squat chỉ ăn rạch chết dễ chết để tao hiến than chứ dương mình ai dọc hiếp mình cho bác loa mà đọc sải bà nhà há tê khá chịu dương mình ai dọc hiếp cho bác loa một thưa mình cho bác loa bản tê này cái lấy nè để biên bà nhà rồi bây giờ lần này cứ cho cha cái nắp cam mà cam rung đánh chỉ đừng trầm trữ bên tay mà thay cho băng hỏi thôi mấy tê miền prey cho mệt gọt miền bom ôn dương khác gọt chu các bà lấy gọt thun tròn á thao vật đại gọt không thay bột sài thà khăm ai bành mồn thì khăm ai dướng nè thà thay bành mồn mà nè hãy cho bà ơi thay được bành mồn này vì lui cùi rồi mình cười mình được phòng vì cùi ngặt trăm xịt mồn á anh nâng cười chừng và tay khăm ai dướng không thay bột sài trên cho thấy chỗ việc bành mồn nó của mình cái bột sài ấy này không dùng mò độc cuốn bom nên mình nè mật phẹt nhóm về mật phẹt nhóm nơi bà đấy còn dây nhà sai cho dòng lên mới lúc cũ việc ở đây chạy cho sập chả nên đấy việc thà không ai giết bành mồn nó còn việc việc bạc nhóm về nhà thà không ai giết khưng tuột rút dương cho dương trẻ chẳng nghe chẳng ngã bên đây thà việc dương ở bàn trim ban đây tê nên đấy nhóm có cho lôi to từ quạt vinh nè sâu bữa nào sâu nhưng ta lực cái bành mồn mà đòn tử
anh dây chẳng sơn ra dây play chẳng mà đấy ai số thế là không biết chẳng châu đây ba nhói đôi nơi khu mía đôi nơi ní sầm mót cả đó yuan cả đó long prum đai sầm mót ai score cho ba sầm mót ở bên châu đi sạt đấy anh nâng chăm cho cha nghe cáo gì mà đây châu prum đáy rồi cho ba chỉ prum đáy là nó mới châu tụt lên pi bay rồi châu đi sạt sầm mót tham ai mấy châu mà thay dương mình bay tới bọc đáy từ prum đáy Việt Nam tham tụt tự độ chân pi đây là từ tay pi Campuchia mình ai châu Monesa Tây Ban tê anh ấy bỏ té không được giặt pe vào màn nó châu nó bánh à tụi mày vẫn còn là từ chụp nó việc bánh như chân từ cầm nát dây cái này anh niên dưỡng group cái này từ vinh từ máu mới chào group mà anh niên thằng anh châu Monesa đến đây anh từ các bạn nó bánh ngọt và mấy ở thế chân cầm nát thằng lấy nó để châu bàn chân prum đai na để châu bán dây cắt ở châu bàn cầm nát ở đây chị ấy cầm nát không đặt lấy đừng châu bán thì trap để xài tại châu lơ nắng với ở bàn thì chấn bàn nhưng bọn ôn nhưng còn là còn khăn có tháo bọ sài này vì thay dương banh môn vì thay chứ dây mất trong ngày sơn ráng tự bọ sài lồng dịch nị kỳ tua tha cứ bật hơi việc tự banh môn bằng mình chẳng thế hay phòng trên sơn ra miền dây chân này nè sơn ra tha bây giờ có banh môn mà đòn tự có những thay chân đâu ổn vậy nè đây khi nhóm còn từ đó con cho tập khai mà của mình cứ cá bọc các mình đọt thỏi miên từ liền sau đọt thỏi thì rừng tật đấy mình men chỉ rừng mình đi men rừng tật đấy men chỉ rừng cắt đầy lỗ đầy mình rừng buộc đầy lỗ thì rừng bật chết á mình ai đọt thỏi bán này bạn đấy chân rất tha bị báo trừ tay thì dây chụp bát mình đọt thỏi nâng xôm áo cho nồi lửa tật đấy riêng luôn có sáng nét bụng đánh sạch tập hiệp nâng sang để tiếp đòi phải lừa prum đai đây từ tu squat được ăn trại chị vậy tới để hỏi gặp prum đai đây từ tu squat được ăn trại chị thì rồi prum đai bần sol túc đây chỉ cách prum riêng rồi viên khmer nâng thái số bần số cứ sự thị sinh nhà bà răng sim mình bạn gì thế bà prum đai sự thị sinh nhà bà răng sim cứ chưa sự thị sinh nhà cú cầm nắp prum đai tầng pi bật tê hả bật sân chưa ăn nè thị sinh nhà nó ngồi đai chừng ôn là na kháng được xí với chừng ôn bật hơi mình đấy chừng ôn khổ tật lại nhé thời cho anh nó bảo vua sự thị sinh nhà bà răng sim cứ hãy mà cái hậu sự thị sinh nhà bà răng sim pi pro bà răng chi anh áp chi bao khmai chi Campuchia cầu mà nào chỉ bảo bà răng là anh đi cùng á hay bà răng chỉ nét capi bật đi bà răng chỉ nét vi đừng đờm nè dốc hết để xiêm căng cắt hay khmai nè hay xiêm việc hay việc ắt tục bán có biết xong ơi bà răng chụp nâng nè riết trong giờ thi nhà tụi tu squat đây cầm nọc thà anh đi đây rồi bọc khmai đây bà răng tụt trá anh đi đây rồi bọc xiêm hơi chút bắt anh ta chít tha bật tê tao học nông đốt trâu tụt tul cho thầy ti đây bẩn sao tụt đó anh này cũng là bề chia sinh cream chúng mình đây tha cúp bật tê tao tụt tul squat miền đây tha dương trâu group tụt tám giờ thi nhà bà răng sim mong tôi đấy chứ mà đi khi nhung thì dây ta đây tôi sẽ nặng sồn ra thì không ai dương pil sớm mai sai ăn đuông đó yun hay nâng xiêm bàn cú dọc tuần lê mày cũng chỉ prum đại rùa mà trời thành cá đó sạch ăn đuông có tập bên bà rằng hơi bóng ôn đằng bờ miền bắt dựng bắt bóng cầm bị chìa khảo giấc nhung complete thả dương bắt bóng cầm chìa khảo nhưng được tu score này cả chú chặt còn người ta dương tàu hiện là dây thả chân bắt dương bắt bóng cầm bị chìa khảo con tay bờ miền bà rằng anh đi cùng bà rằng nè chi anh chia bào dương bắt bật tê đôi bật tê chồng pa bóng ôn nát đôi tràn khmai dương cứ admin bật tê tê bật admin bà rằng nhung vậy chứ chừng tục đẹp cho thế rồi lý xong rồi sạch ăn đuống đó có thay tay trắng đấy sạch ăn đuống đó không một thì bố thay đó còn là con miên chiêm thì không mấy con mình cho ai bắt bằng tức đấy hơi tê đều bà răng cằn cặp nó thay dương nó bay thông á bắt từ bóng xiêm riêng của bông thông trơ bắt bông từ thay cằn cặp rồi thay cằn cặp mình chẳng xong ấy còn là thay cằn cặp rồi bắt dương bắt mà chặt cao sạch không ai bà răng từ vậy vô ban rồi bà răng từ vậy vô bàn rồi còn tách nhung bởi sầm rạch nhung mà con á bởi nhung chỉ sẽ đạch khmai chỉ non núi này phim đã bào để cho anh nên về lạc hắn á
ខ្ញុំប្រាប់បារាំងហ្មងខ្ញុំអត់មានទេបងប្អូនខ្មែរយើងអត់មានលុបលុនអត់ចង់បានទឹកដីមកវិញដូចមិនទេដូចចង់បានតែសុខចង់បានតែសោយចង់បានតែសន្តិភាពហើយដល់ឥឡូវនេះមនុស្សចង់បានតែសំសុខខ្លាចងាប់មិនសូនតារានិយាយចឹងបងប្អូនបើខ្ញុំជាស្ដេចផែនដីខ្មែរកាលពីជំនាន់អាណានិគមនិយមបារាំងខ្ញុំរៀបរាប់ប្រាប់បារាំងថាសុរិនបុរីរាំងស្រះកែវត្រាតអានឹងខេត្តខ្មែរឲ្យបារាំងវាមកយកវិញឲ្យបារាំងវាពួកថៃក៏ភ្លុះបារាំងក៏ភ្លើងណានេះទោះជាថៃសុំឈប់ចរចាក៏ដោយឲ្យបារាំងច្បាំងថាអានឹងយកមកដើម្បីឲ្យបារាំងត្រួតត្រាខ្មែរយើងអត់ជំរុញបងប្អូនអត់ជំរុញមែនទេដល់តែពេលក្រោយមកគិតតែពីច្រៀងរំសប្បាយក្នុងពិភពលោកយើងនោះដឹងថាប្រទេសជុំវិញហ្នឹងមានសង្គ្រាមវាឆេះមកដល់ទេរឿងដូចសង្គ្រាមវៀតណាមហ្នឹងសង្គ្រាមឥណ្ឌូចិនហ្នឹងអាជុំវិញហ្នឹងអញ្ចឹងមិនខ្ញុំថាយើងមិនអាចបង្រៀនមនុស្សឲ្យខ្លាចសង្គ្រាមបានទេបើអាប្រទេសជុំវិញយើងវាគិតតែពីចង់ស៊ីយើងលើកលែងតែមនុស្សនោះវាសុខគ្រប់គ្នាយើងអត់មានសប្បាយអីបានទេកុំទោះឥឡូវហ្នឹងក៏ធ្វើអីសប្បាយហ្នឹងងប់បាត់ឥឡូវអាហ្នឹងកុំសប្បាយក៏សប្បាយទៅចុះប៉ុន្តែកុំយកអាហ្នឹងមកកិច្ចនេះមកកិច្ចបងប្អូនខ្ញុំនិយាយចឹងខ្ញុំនឹកសម័យទៅកាលនោះបារាំងវាត្រួតត្រាវាយកបានខេត្ត3មកវិញបើខ្ញុំជាបកូនណាបើខ្ញុំស្ដេចបារាំងនេះខ្ញុំប្រាប់អាខេត្តខេត្តខ្មែរទាំងអស់ខ្ញុំទៅញុះញង់បារាំងទៅបងញុះញង់បានបនហ្នឹងទៅយាយទៅបងបែរនេះមានកូនកំមុំលើកឲ្យបារាំងមើលសែនព្រេនបារាំងហ្មងគ្រប់បារាំងហ្មងធ្វើម៉េចទៅយកអាខេត្តមកត្រួតត្រាបងប្អូនណាបើបារាំងយកបានខេត្តប្រមាណទៀតហ្នឹងខ្មែរយើងមិនមែនប៉ុណ្្នឹងទេខ្មែរយើងវាដូចណាមិនប៉ុណ្្នឹងទេបងប្អូនមិនបានយើងឈប់មិនបានយើងចង់បានតែបាត់ដំបងកំពង់ធំហើយនឹងសៀមរាបមកវិញយើងឲ្យឈប់បារាំងវាព្រមនៅចុះសន្ធិសញ្ញាជាមួយសៀមក្រឹតព្រំដែនហ្នឹងដោយសារអីដោយសារខ្មែរយើងហ្នឹងគិតតែពីច្រៀងរាំណាសបាយបានប៉ុណ្្នឹងហើយចង់បានអីទៀតនៅពូនវាមានឲ្យឈប់ណាបើកាលហ្នឹងសូនតារាជាបកូនណាវិញខ្ញុំថាខ្ញុំចាក់បារាំងយកយ៉ាងហោចក៏បានពាក់កណ្ដាលខ្លះមកទៀតបានតែលើសហ្នឹងមកទៀតអីគូនេះដែរអានេះសូនតារាវាអញ្ចឹងទេមែនទេទៅជាស្អីទៅអញ្ចឹងបានជាសរុបសេចក្តីមកខ្ញុំសូនតារាបានអាននៅឃើញព័ត៌មានអំពីជំហររបស់កងទ័ពខ្មែរនៅព្រំដែនមិនដកថយពីតំបន់ផ្ទុះអាវុធត្រឹមត្រូវខ្ញុំប្រកាសគាំទ្រ 100% និងសូមលើកទឹកចិត្តកងទ័ពខ្មែរដែលកំពុងតែឈរយាមការពារព្រំដែនណានឹងជូនពរឲ្យទេវតាព្រះជាម្ចាស់ប្រទានពរឲ្យជួបតែសេចក្តីសុខសុវត្ថិភាពហើយខ្ញុំសូមអរគុណកងទ័ពដែលព្រោះខ្ញុំក៏ជាកូនកងទ័ពឪពុករបស់ខ្ញុំគឺជាឈាមច្បាំងនៅក្នុងសមរភូមិដូច្នេះសូនតារាមិនអាចភ្លេចនេះជាតិកំណើតដែលមានឪពុកជាអ្នកច្បាំងនៅក្នុងសមរភូមិដើម្បីការពារជាតិបាននេះអញ្ចឹងនិយាយដូច្នេះគឺខ្ញុំសូមលើកទឹកចិត្តនិងជូនពរបងប្អូនកងទ័ពទាំងអស់ដែលឈរជើងនៅតាមព្រំដែននេះសម្រាប់ការលះបង់ពលីដើម្បីទឹកដីខ្មែរយើងទាំងអស់គ្នាហើយបងប្អូនខ្មែរយើងទាំងអស់គ្នាគឺដឹងគុណណានិងលើកទឹកចិត្តដល់ស្មារតីកងទ័ពរបស់យើងទាំងអស់គ្នាហើយយើងទឹកដីរបស់យើងគ្មានអ្នកណាអាចមកបង្ខំឲ្យយើងដកថយចេញពីទឹកដីរបស់យើងបានទេទោះជាគេបាញ់ក៏យើងស្វាគមន៍ដែរមិនអាចខ្លាចគេបាញ់ថយបើអញ្ចឹងនឹងគេបាញ់មកដល់ពេញយើងថយរហូតព្រោះខ្លាចគេបាញ់មិនអាចទេនេះការបង្កើតកងទ័ពនៅក្នុងប្រទេសមួយគឺដើម្បីអញ្ចឹងការពារមិនអាចបាត់1មីលីម៉ែត្រមែនទេបើសិនជាយើងថាចាញ់គេបាត់នឹងចាញ់បង្ហូរឈាមដូចរុស្ស៊ីអ៊ុយក្រែនបាត់នៅក្នុងសង្គ្រាមក៏បាត់ចុះប៉ុន្តែបើគ្រាន់តែយើងមិនទាន់ប្រឹងអស់លទ្ធភាពមិនដាល់ឲ្យបាត់បង់យើងមិនអាចទេឬក៏ទោះយើងប្រឹងអស់លទ្ធភាពក៏ដោយយើងត្រូវតែយករឿងរបស់យើងទៅដោះស្រាយនៅលើឆាកអន្តរជាតិបើអាចនៅលើឆាកអន្តរជាតិវារកសុខហេតុអីពីព្រោះច្បាប់អន្តរជាតិបានធានាប្រទេសនីមួយទី1កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីទី2ច្បាប់អន្តរជាតិប្រទេសកម្ពុជាណាកម្ពុជាឆ្លងដែនមានព្រំដែនច្បាស់លាស់បន្សល់ទៅអាណានិគមនិយមបារាំងហើយពិភពលោកទទួលស្គាល់ប្រងលុបផែនទីវាយទៅដើមទឹកដីគ្នាសាថ្មីអត់បានទេអានឹងហើយដែលគណៈបកប្រឆាំងនៅក្រៅប្រទេសនេះជំរុញឲ្យរដ្ឋាភិបាលយកទៅប្រើនៅក្នុងយន្តការអន្តរជាតិព្រៃចំណេះ share វីដេអូនេះទៅកាន់ព្រៃចំណេះទៅទៀតភេងស្រងខៀងទូរទស្សន៍សូនតារាស្រាតខោជិនផ្ដាច់ការ
ផ្លាស់ប្ដូរផ្នែកគំនិតជប៉ុនប្រធានបទទី1ប្រធានបទទី3ចប់ស៊ីងក្លាថ្ងៃនេះខ្ញុំបានឃើញវីដេអូគេបង្ហោះគ្រប់គ្នានិយាយណាស្រីពេលពីខ្មែរយើងនៅជប៉ុនបាតកម្មស្វាគមន៍នៅមុខក្បួនឡើងហ៊ុនម៉ាណែតអស្ចារ្យណាស់ខ្ញុំសូមអរគុណជប៉ុនដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យដែលអនុញ្ញាតឲ្យបាតកោលើកបាដាស្វាគមន៍ក្បួនឡានរបស់ហ៊ុនម៉ាណែតអានឹងបានវាត្រឹមត្រូវមានន័យថាយើងធ្វើចំគោលដៅហើយណាគឺបើមិនអាចនៅឯនោះបើយើងនៅឯនេះជាមិនសូវចំប្រមាណនេះឲ្យគាត់ឃើញទោះជាបិទភ្នែកក៏វាត្រូវតែឃើញដែរតាមផ្លូវហើយចំនួនមនុស្សប៉ុណ្ណានឹងមិនត្រូវការច្រើនទេឲ្យតែយើងធ្វើដោយឆន្ទៈព្រោះយើងបាតកម្មនៅថ្ងៃណាមនុស្សដេវីតម៉ារីណានឹងទៅថ្ងៃហ្នឹងប៉ុន្តែបើយើងឆ្លៀតអាចឈរនៅតាមក្បួនឡានហើយជប៉ុនអនុញ្ញាតមានន័យថាល្អគឺជារឿងមួយដែលគួរឲ្យសរសើរស្ញប់ស្ញែងចំពោះយុវជននិងពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសជប៉ុនកូនម៉ែកូនប៉ាមួយឥឡូវប្រធានបទនេះខ្ញុំធ្លាប់និយាយម្ដងបន្តិចប៉ុន្តែខ្ញុំរំលឹកមកវិញប៉ុន្តែអ្វីដែលថ្មីគឺពាក់ព័ន្ធជាមួយនិស្សិតហើយនឹងពាក្យពីរម៉ាត់គឺពាក្យចុះដូចគ្នាយោងតាមឆាំចានីខ្ញុំបានឃើញគាត់បង្ហោះរូបថតមិនដឹងជាគាត់បានពីណាមកឬក៏ឆាំចានីគាត់នៅអឺរ៉ុបជាមួយខ្ញុំតែជាមានគេថតមកនិស្សិតឬកូនសិស្សចុះកម្មសិក្សានៅកាស៊ីណូ Naga ដែលខ្ញុំដាក់ចំណងជើងថានិស្សិតចុះកម្មសិក្សានៅកាស៊ីណូខ្មែរនៅជប៉ុនចុះបាតកម្មបងប្អូនតើមួយណាមានប្រយោជន៍សម្រាប់ប្រទេសជាតិខ្ញុំលើកឡើងកាលពីម្សិលមិញថាគណៈបកប្រជាជនក៏គេគាំទ្រយើងរឿងបាតកម្មជុំវិញពិភពលោកដែរហេតុអ្វីយោងតាមបញ្ហានៅតាមព្រំដែនគណៈបកប្រជាជនសិល្បករមនុស្សល្បីហ្នឹងបើជុំចេញមកគាំទ្រទាំងអស់ចេញមកបដិញ្ញាចិត្តហេតុអីបានជាគណៈបកប្រឆាំងធ្វើរឿងហ្នឹងដែរប៉ុន្តែពួកគេកោតទោសថាញុះញង់ហេតុអីបានជាហ៊ុនសែនធ្វើគេគាំទ្របដិញ្ញាចិត្តមិនមែនទេក្នុងបេះដូងគេគាំទ្រគ្រាន់តែថាគេនិយាយទៅតើនិយាយជាមួយអ្នកណាដែលនាំឲ្យគេគ្រោះថ្នាក់និយាយជាមួយអ្នកណាដែលនាំឲ្យគេនឹងមានសុវត្ថិភាពអញ្ចឹងអាបេះដូងស្នេហាជាតិមាតុភូមិកិច្ចលៀងគឺស្ថិតនៅក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបគ្រាន់តែគេមិនអាចនិយាយថាគណៈបកប្រឆាំងធ្វើត្រូវបានទេពីព្រោះគេខ្លាចស្លាប់នៅក្នុងប្រទេសកម្ពុជាឥឡូវខ្ញុំនិយាយតនេះបន្តិចកាស៊ីណូកន្លែងនេះខ្ញុំមិនដឹងថាឆាំចានីគាត់ទទួលបានព័ត៌មានហ្នឹងវាពិតសុក្រិតយ៉ាងណាឬក៏អីទេចុំយកឲ្យបងប្អូនចុះកម្មសិក្សានៅកាស៊ីណូមិនមែនជារឿងធម្មតាទេណាបងប្អូនប្រទេសយើងរលាយហើយអូខ្ញុំមករកពាក្យថ្លៃមិនបានទេបងប្អូនកូនសិស្សចុះកម្មសិក្សានៅកាស៊ីណូដើម្បីមើលអាជីវកម្មព្រោះមានពេលខ្លះគេចង់ទៅកាស៊ីណូ Naga ដើម្បីមើលអាជីវកម្មបងប្អូនល្បែងណាគេហាមមនុស្សតាំងពីប្រមាណអាយុប្រមាណឆ្នាំចូលបើនៅស្រុកអាមេរិកនៅស្រុកអីហ្នឹងគេមានរដ្ឋដែលមាននិងរដ្ឋដែលអត់ទៅទៀតណារដ្ឋខ្លះមិនឲ្យមានទេយ៉ាវរដ្ឋខ្លះអត់ឲ្យមានរដ្ឋខ្លះមាននេះខ្លះព្រោះស្រុកគេមិនប្រកាសថាវាបិទទេស្រុកអាមេរិកវាច្បាប់វាខុសគ្នារដ្ឋខ្លះជក់កឆាបានរដ្ឋខ្លះជក់កឆាអត់បានណារដ្ឋខ្លះយកពន្ធតំណែងរដ្ឋខ្លះអត់យកពន្ធតំណែងណាអាហ្នឹងគឺវាអញ្ចឹងប៉ុន្តែជាទូទៅនៅខ្ញុំប្រៀបធៀបប្រទេសដែលមានវិស័យអប់រំជឿនលឿននៅលើពិភពលោកទោះបីជាប្រទេសនឹងមានកាស៊ីណូក៏ដោយប៉ុន្តែកាស៊ីណូគឺសម្រាប់កន្លែងបនលបែងមនុស្សដែលមានចំណូលចិត្តឬក៏ជាទូទៅនៅក្នុងប្រទេសកម្ពុជាយើងឬនៅក្នុងពិភពលោកលបែងនេះគេចាត់ទុកជាអបាយមុខហ្នឹងបងប្អូនអបាយមុខនោះមានអីមុខរបរអាក្រក់ឧបាយកលមុខរបរអាក្រក់ប៉ាហេង
មុខរបរដែលសង្គមស្អប់ខ្ពើមមុខរបរដែលមនុស្សមិនឲ្យតម្លៃដល់លីអ៊ុយហើយបើសិនជាយើងឲ្យកូនសិស្សទៅទស្សនកិច្ចចុះកម្មសិក្សាតើខួរក្បាលវាមិនឥឡូវខ្ញុំសួរនេះតើវិស័យអប់រំហ្នឹងវាទៅជាយ៉ាងណាហើយហ៎នៅស្រុកខ្មែរបែរជាបលិដើរលេងចាប់អាអ្នកលេងតុងអាអ្នកលេងស៊ីគូរឹងតាកឹមអានោះវាមិនយ៉ាងមកបើដើរចាប់អាអ្នកលេងស៊ីគូអាអ្នកលេងបាញ់ដបោងបាញ់អាប៉ោងដើរចាប់អាអ្នកលេងកាតេ4នាក់ថាខុសច្បាប់ដេញរត់ឯងដើរចាប់អ្នកជលមុនប៉ុន្តែបែរជាកូនសិស្សទៅទស្សនកិច្ចនៅកាស៊ីណូចំមិនធម្មតាទេបងប្អូនខ្មែរអាចធ្វើបានអានេះគឺថាខ្ញុំថាលើលោកនេះទោះជាមនុស្សលេងល្បែងក៏ដោយកន្លែងហ្នឹងក៏គេមិនអោយនេះដែរអាចចូលមិនក៏មិនទស្សនកិច្ចបនទៅមិនកន្លែងបនតែហ្មងទៅហ៎អានេះហៅបនណាបងអ្វីគេដាក់ឲ្យតែពាក្យថាបនណាគឺអូបាយមុខហ្នឹងអានេះហៅទស្សនកិច្ចបនហ្នឹងបងប្អូននៅលើពិភពលោកយើងនេះមានដែលឃើញគ្រូណាក្រសួងអប់រំណាមិនទេឲ្យសិស្សទៅទស្សនកិច្ចនៅបននេះអូក្រែលើគ្រូនិយាយមិនចឹងល្បែងបនល្បែងហ្នឹងបងបនល្បែងបនស្រីបនបៀបនអាប៉ោងមែនទេកៅតារាអញ្ចឹងមានតែស្រុកខ្មែរមួយគត់បងប្អូនបាទសូនតារាសូមប្រកាសកោតទោសហ្មងបច្ឆាំងអ្នកដែលយកសិស្សនិស្សិតទៅទស្សនកិច្ចនៅបនល្បែងទោះជាថាអាគារនិងពាណិជ្ជកម្មក៏វាយកន្លែងទស្សនកិច្ចនេះទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្ត្រទស្សនកិច្ចនៅព្រំដែនដើម្បីឲ្យខ្មែរយើងមានមនសិការស្លាប់ដើម្បីទឹកដីព្រោះយើងមិនដឹងថារយៈពេលប្រវត្តិសាស្ត្រ20-50 ឆ្នាំទៀតនឹងវាប្រែប្រួលយ៉ាងណាយើងត្រូវឲ្យកូនចៅយើងស្រឡាញ់ប្រទេសជាតិរបស់យើងនេះទៅទស្សនកិច្ចនៅតំបន់ភូមិសាស្ត្រប្រាសាទមែនទេបើយើងទៅសន្តាគារយើងចង់ដាក់ពាក្យទៅសន្តាគារណាមួយទៅមែនទេគេទទួលបានចំនួនប្រមាណអ្នកទៅភោជនីយដ្ឋានមែនទេទៅកន្លែងក្រុមហ៊ុនរោងចក្រទស្សនកិច្ចដែលល្អគឺរោងចក្រគឺនេះល្អរោងចក្រទៅរោងចក្រសម្ភារបំពាក់ក៏ដោយពួកឲ្យមនុស្សនឹងទៅមើលរបៀបរចនាសម្ព័ន្ធគ្រប់គ្រងទៅឲ្យបងប្អូននឹងគាត់មើលពីការដឹកនាំពាណិជ្ជកម្មស្រុកខ្មែរឧទាហរណ៍ទៅរោងចក្រហ្នឹងគឺរោងចក្រស្រានេះក៏មិនគួរទៅទៀតណាគ្រីនេះរោងចក្រគឺជាកន្លែងដែលមនុស្សចុះកម្មសិក្សាបានណាសន្តាគារមនុស្សអាចចុះកម្មសិក្សាបានប៉ុន្តែគេកំណត់ចំនួនមនុស្សណាទី1ចម្លែកណាស់បងប្អូនស្រុកយើងគឺថាធ្វើអីគាត់ថាមិនដឹងជាមិនអោយរិះគន់មិនបានគេថាទឹះគ្រប់រឿងហើយយើងមានទៅទឹះរឿងការពារព្រំដែនឯណាឈៀងរាំងបើមិនដៃធ្វើវាមិនត្រូវឥឡូវខ្ញុំសួរមើលខ្ញុំឲ្យដើរមើលស្រុកថៃស្រុកណាក៏ដោយបនល្បែងនេះណាមានតែគេការពារតំបន់ខ្លះគេមិនអោយទាំងមានផងអញ្ចឹងបើសិនជារឿងនេះពិតខ្ញុំសូនរាកោតទោសចំពោះអ្នកដែលនាំសិស្សនាំនិស្សិតទៅទស្សនកិច្ចបនល្បែងកាស៊ីណូ Naga មិនមែនជាកន្លែងសិក្សាទេគឺជាកន្លែងឧបាយមុខដែលគេត្រូវអប់រំមនុស្សឲ្យជៀសវាងបងប្អូនវាខុសក្រមសីលធម៌ផងវាខុសវិស័យអប់រំផងវាខុសច្បាប់ផងប៉ុន្តែស្រុកខ្មែរមិនដឹងជាស្អីទេបងប្អូនឲ្យតែអ្នកនឹងជាគណៈបកប្រជាជនឲ្យតែអ្នកនឹងអរគុណសន្តិភាពនោះគូថាធ្វើអីស្អាតចិត្តមកដល់ទៅពេលយូរទៅវាលែងទៅមានច្បាប់លែងមានទម្លាប់លែងមានសុជីវធម៌ហើយពលករស្រុកគេលែងមានសិលធម៌អីទាំងអស់ហើយអានឹងគឺថាវាបាត់បង់អស់លីងហើយបើនាំសិស្សជានិមិត្តរូបនៃការស្អាតស្អំនៃការអប់រំហើយបើយើងយកពួកហ្នឹងទៅឲ្យទស្សនកិច្ចនៅបនល្បែងនៅកាស៊ីណូហើយអេវ៉ាំងទៅពាំងស្ងោប្រិយមិត្តshare បរិយាទៅកាន់ប្រិយមិត្តផ្សេងទៀតទូរទស្សន៍សនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នែកគណិតហាក់វ៉ាន់ឌីឥឡូវចេះទៅឲ្យសិស្សទស្សនកិច្ចការ៉ាអូខេបនស្រីបនល្បែងទៅអាហ្នឹងអូលឺទស្សនកិច្ចការ៉ាអូខេផងម្នាក់ហ្នឹងសរដាក់ក្រូចឆ្មាតើហើយមិនធម្មតាចេញភ្លើងមកអាហ្នឹងចប់ហើយទស្សនកិច្ចហើយលែងចូលរៀនបណ្ដោយJimmy Labella
ទស្សនៈតិចហើយលេងចូលរៀនបណ្ដោយខ្ញុំថាបើចូលទស្សនៈតិចក្រៅអូខេទៀតចប់ហើយមានតែគេដើរត្រួតពិនិត្យបងប្អូនណានៅចូលការ៉ាអូខេឬម៉ោងសិក្សាកូនសិស្សទៅអង្គុយនៅកញ្ចុះអីត្រូវតែដេញពួកវាហើយម្ចាស់ហាងត្រូវសហការម៉ោងហ្នឹងមិនមែនបើថ្ងៃបុណ្យឬថ្ងៃបុណ្យឬថ្ងៃសៅរ៍អាទិត្យអត់ទេបើថាថ្ងៃធម្មតាម៉ោងរៀនមុនម៉ោង11រឿងអីបងហ្នឹងជិះម៉ូតូពពាក់ប្រពូនមកកញ្ចុះនៅបឹងព្រែកលៀបអត់ទេម្ចាស់ហាងអត់ទទួលទេអត់ទទួលបើទទួលម្ចាស់ហាងថាយើងមិនចាំបាច់ដេញចាក់សិស្សរត់ប្រផាត់ប្រពីងទេយើងឲ្យតែម្ចាស់ហាងសហការខ្ញុំលើកឧទាហរណ៍មួយរួចរឿងដែលបន្លែផ្លែឈើនៅស្រុកបារាំងបងប្អូនហេតុអីមកស្រុកបារាំងនេះមនុស្សអត់ខ្វល់ទេដោយសារមានរដ្ឋឬក៏រដ្ឋាភិបាលគេមានប្រព័ន្ធខ្វល់ឲ្យហើយឧទាហរណ៍ថាក្រុមហ៊ុនស្ពៃត្រូវដឹកមកពីណាគឺត្រូវមានផ្លាស់បងប្អូនទោះជាអត់មានវាយផ្លាស់ជាប់ប៉ុន្តែត្រូវមានអ្នកទំនួលខុសត្រូវឧទាហរណ៍នៅបារាំងគ្រប់ឆ្នាំឧទាហរណ៍ថាបើសិនជាក្រុមហ៊ុនតំណែងមួយក្រុមហ៊ុនបឺផលិតបឺហ្នឹងហូបទៅក្មេងពលក្អួតតែបងប្អូនគេដកគេស្រាវជ្រាវអាម៉ាកឈ្មោះហ្នឹងមកទូទាំងប្រទេសរដ្ឋប្រកាសដកឲ្យផ្សារដកចេញទាំងអស់ពិនិត្យសារថ្មីដល់ទៅពេលអញ្ចឹងមានន័យថាម៉េចទេអាអ្នកប្រយ័ត្នជាងគេគឺអាអ្នកផ្គត់ផ្គង់និងផ្សារអ្នកផ្គត់ផ្គង់និងផ្សារអស់គ្នាវិញអ្នកផ្គត់ផ្គង់ឧទាហរណ៍ថាអ្នកដែលរោងចក្រផលិតហ្នឹងគូពិនិត្យហើយពិនិត្យទៀតមុននឹងលក់ទៅទីផ្សារហើយអាផ្សារហ្នឹងរកផ្សារសូរិយាឬក៏ផ្សារអ៊ីអននៅស្រុកខ្មែរអាផ្សារហ្នឹងវាទៅពិនិត្យទៀតវាមានអាពួកវាតម្លៃគុណភាពពិនិត្យបានវាយកមកដាក់លក់អតិថិជនហេតុអីពីព្រោះបើសិនជារកឃើញទៅវាដកទៅវាខាតបងប្អូនវាងាប់ហើយត្រូវប្រឈមមុខជាមួយនឹងផ្លូវច្បាប់តុលាការខាត់លុយគេដកបោះចោលនឹងហើយអាខាត់លុយផាកពិន័យហើយអាចប្រឈមជាមួយនឹងការជាប់គុកអញ្ចឹងបានមនុស្សវាខ្លាចទៅស្វ័យប្រវត្តិមែនទេវាខ្លាចទៅស្វ័យប្រវត្តិអញ្ចឹងដូចគ្នាបើយើងចង់ចាប់ក្មេងនៅទៅអង្គុយកញ្ចុះអមិនក៏អត់ទៅរៀនអត់សូត្រណាទៅអង្គុយកញ្ចុះទៅអង្គុយអីនៅតាមនេះណាគឺត្រូវតែហៅម្ចាស់ហាងទៅនិយាយថាម្ចាស់ហាងបើខ្ញុំឃើញក្មេងមករៀនណានេះក្រោមអាយុ18ឆ្នាំយើងនិយាយថាក្រោមអាយុ16ចុះណាយើងត្រូវមានច្បាប់ក្រោម16ឆ្នាំណាមកពពាក់ពពូនកជើងគ្នាផឹកស៊ីលេងបៀនៅហាងរបស់អ្នកឯងហាងហ្នឹងត្រូវផាកពីនៃ10លានថាអញ្ចឹងអូយលោកឲ្យឃើញក្មេងៗមកដេញគ្នាឲ្យចូលទេដេញឲ្យគ្នាឲ្យចូលទេលើកលែងតែល្ងាចម៉ោង5ឬក៏ណែអត់រៀនអញ្ចឹងទៅថ្ងៃសៅរ៍អាទិត្យអានឹងចូលបានអញ្ចឹងណាប៉ូលីសអត់ចាំបាច់ទៅដេញចាប់មនុស្សឲ្យទៅពាត់ឲ្យមនុស្សនៅកញ្ចុះទេអានឹងវិធីបើសូនតារាទៅដល់ប្រទេសខ្ញុំធ្វើងាយអញ្ចឹងទេមែនទេគឺពេជ្រអ៊ីមត្រូវតែដាក់កម្រិតច្បាប់ហើយទៅអីទៅហាងឲ្យចូលគឺចឹងហើយដូចគ្នាចឹងហើយបានជានៅស្រុកអឺរ៉ុបនេះយើងចូលហាងចូលឌីស្កូចូលបាយគេឆែកកាតដែរបងប្អូនបើគេកំណត់អាយុ21ឆ្នាំយើងមានប៉ាសពតឬអត្តសញ្ញាណប័ណ្ណបើក្រោម21ឆ្នាំគេមិនឲ្យចូលណាអានឹងបានជាខ្ញុំថាអើយលោកឲ្យលោកដល់លីអុយមិនដឹងជានិយាយថាម៉េចទេបើសិស្សចូលបនហើយបងប្អូនណាអញ្ចឹងមានន័យថាស្រុកខ្មែរវាទៅជាអាណាធិបតេយ្យបាត់ហើយវាចូលកញ្ចុះពពាក់ពពូនគ្នាចឹងទៅវាទៅដែលចូលការ៉ាអូខេច្រៀងទៅចូលការ៉ាអូខេច្រៀងមកការ៉ាអូខេឈ្មោះអីមែនទេការ៉ាអូខេឈ្មោះអីឈ្មោះដាច់ចូលសែនជ័យបារមីម៉ាណែតទៅការ៉ាអូខេឈ្មោះហ្នឹងការ៉ាអូខេហ្នឹងបិទហើយប្រាប់រាល់ការ៉ាអូខេទាំងអស់ដែលបើកពេលថ្ងៃហ្នឹងឲ្យតែឃើញយុវជនក្រោមអាយុ18ឆ្នាំណាមិនមែនថ្ងៃបុណ្យមិនមែនថ្ងៃអាទិត្យមិនអាចចូលបានទេឬក៏មិនបាច់មិនមែនថ្ងៃបុណ្យថ្ងៃអាទិត្យក៏បានដែរឲ្យតែក្រោមអាយុមិនអាចចូលកន្លែងការ៉ាអូខេផឹកស៊ីបានត្រូវកំណត់ច្បាប់ថាអញ្ចឹងចុះបើចូលការ៉ាអូខេទូក៏ទៅយើងអាណាទៅដើរគ្រប់គ្រងយុវជនដែលរាប់ពាន់នាក់បើរាប់ម៉ឺននាក់បើសិនជាអាម៉ាសហគ្រាសនឹងអត់សហការអាចចំណុចហ្នឹងគឺស្អាតឯងបងប្អូនមនុស្សកណាទៅគេអត់ទទួលគេអត់ហាមានលុយអីលុយទៅបងគេខ្លាចលើអាញាធរគេខ្លាចច្បាប់នឹងផាកពីនៃបិទហាងគេអាហ្នឹងវាចប់ហើយមែនទេប៉ុន្តែយើងចង្កាយើងទៅយើងបិទហាងគេដែលយកបានប្រមានណាយកបានប្រមានដូចតែឃើញណែអាញាធរចុះទៅហាងការ៉ាអូខេឬហាងបនអីមួយជួបសិស្សទៅចាប់ឲ្យបិទភ្លាមយើងត្រូវប្រឹងវិដ័យប្រមានសិនបើប្រាប់តែលើកទី2បើសិនជាអ្នកឯងអនុញ្ញាតឲ្យកូនសិស្សឬក៏យុវជនក្រោមអាយុ18ឆ្នាំមករៀនមិនមែនថ្ងៃបុណ្យណាអានេះសៅរ៍ណាចូលមកពពាក់ពពូនផឹកស៊ីជក់បរិយជក់ម៉ែ
យើងនឹងចាត់វិធានការចំពោះមុខច្បាប់ណែអាចប្រឈមមុខជាមួយនឹងតុលាការតែយើងមុននឹងយើងធ្វើអញ្ចឹងគឺយើងត្រូវផ្ដិតមេដៃអាលើកទី1សិនមិនទៅចាប់ប៉ុន្តែខ្លាចចេះមានពេលខ្លះបើកណាមានច្បាប់ហ្នឹងណាប៉ូលីសមិនយកអាហ្នឹងទៅអនុវត្តដើម្បីសន្តិសុខសុខុមាលភាពកូនសិស្សទេគឺយកទៅចាប់ចម្រិតរកស៊ីអាណាឲ្យលុយអញឯងឲ្យសិស្សចូលអញជួយលាក់មែនទេឬក៏ថ្ងៃហ្នឹងមានប៉ូលីសអីចុះមកទូរស័ព្ទទៅមុនប្រាប់ក្មេងៗទទួលរត់ចេញអស់អានេះគឺណាត្រូវស៊ើបអង្កេតប៉ូលីសណាស៊ីលុយជាប់គុកធ្ងន់ជាងនៃរដ្ឋខៀវនៃម្ចាស់ហាងទៅទៀតឥឡូវយើងប្រៀបធៀបរឿងសូដាវីតជាមួយនឹងជប៉ុនគួរឲ្យខ្មាស់គេណាលក្ខណៈហ្នឹងជាពិសេសគួរឲ្យខ្មាស់យុវជននិងពលរដ្ឋខ្មែរនៅជប៉ុនណាដែលគេលះបង់ទោះបីជាសាច់ញាតិក្រុមគ្រួសារទទួលរងការគំរាមកំហែងនៅស្រុកខ្មែរក៏ដោយខុសពីសិស្សនិស្សិតមួយចំនួនក្រសួងអប់រំអនុញ្ញាតឲ្យទៅទស្សនកិច្ចនៅបនល្បែងកាស៊ីណូហើយនេះគឺជារឿងមួយគួរឲ្យអាម៉ាត់អញ្ចឹងបានជាខ្ញុំនិយាយផ្ដោតទៅលើសិស្សនៅក្នុងប្រទេសកម្ពុជាច្រើនដោយសាររឿងប្រធានបទនៅជប៉ុននេះខ្ញុំធ្លាប់និយាយម្ដងប្រធានបទនេះខ្ញុំធ្លាប់និយាយម្ដងមុនទៀតនៅក្នុងប្រធានបទទី2ប៉ុន្តែខ្ញុំរំលឹកមួយចំណែកខមមិនមួយទៀតយុវជនឬក៏អ្នកទៅទទួលហ៊ុនម៉ាណែតនៅជប៉ុននិងជុំវិញពិភពលោកភាគច្រើនសុទ្ធតែជាចំណាក់ខ្មាំងអ្នកបាតកម្មតតាំងគឺជាអ្នកលះបង់ដែលប្រកបដោយគុណធម៌ហេតុអីបងប្អូនមានដឹងថាអ្នកនៅជប៉ុនណាដែលគាត់អាចទៅធ្វើអញ្ចឹងបានណាគឺសុទ្ធតែជាមនុស្សដែលមានមនសិការឧត្តមគតិនិងការលះបង់ខ្ពស់ណាជាមនុស្សដែលគិតពីប្រយោជន៍សង្គមនិងប្រទេសជាតិឧត្តមណាហើយចំណែកអ្នកទៅទទួលហ៊ុនម៉ាណែតគឺសុទ្ធតែជាចំណាប់ខ្មាំងនិងខ្លាចបាត់បង់ខ្ញុំរំលឹកហេតុអីចំណាប់ខ្មាំងអ្វីចំណាប់ខ្មាំងក្របខ័ណ្ឌអ្នកខ្លះជាបុគ្គលិកមន្ត្រីរាជការបម្រើការនៅតាមក្រសួងមន្ទីរហើយគាត់ជាប់អាហារូបករណ៍ក្រសួងអប់រំមករៀននៅប្រទេសជប៉ុនពេលដែលមានហ៊ុនម៉ាណែតឬហ៊ុនសែនមកពួកគេត្រូវតែទៅពីព្រោះខ្លាចគេកត់ឈ្មោះបាត់ក្របខ័ណ្ឌទី2ចំណាប់ខ្មាំងគ្រួសារក្រុមគ្រួសាររបស់ពួកគេសុទ្ធតែទទួលការគំរាមកំហែងឧទាហរណ៍ដូចជាសូនតារាមែនទេគឺគេគំរាមកំហែងដោយចាប់ឪពុកជាចំណាប់ខ្មាំងដើម្បីបំបិទមាត់និងឲ្យសូនតារាចុះចូលទី3ចំណាប់ខ្មាំងសេដ្ឋកិច្ចគឺជីវភាពពួកគេមិនទៅទទួលហ៊ុនម៉ាណែតបារម្ភខ្លាចត្រឡប់ទៅប្រទេសកម្ពុជាវិញអត់មានការងារពិបាករកការងារគេរើសអើងការងារហើយនេះទី4ចំណាប់ខ្មាំងមនោសញ្ចេតនាមាតុភូមិអានឹងជ្រាលជ្រៅណាស់អ្វីទៅចំណាប់ខ្មាំងមនោសញ្ចេតនាមាតុភូមិបងប្អូនខ្ញុំនៅតែលើកឧទាហរណ៍ដើម្បីឲ្យច្បាស់ដដែលថាទោះបីជាបងប្អូននឹងផ្ទះបងប្អូនក្រៅមាសក្រៅពេជ្រហើយស្រុកកំណើតរបស់បងប្អូននៅបាត់ដំបងកំពង់ចាមកំពង់ស្ពឺគឺដីហុយជាខ្ទមក៏ដោយបងប្អូនត្រូវតែទៅបងប្អូនមិនទៅមិនបានទេអញ្ចឹងបានជារាល់រដូវបុណ្យទាននៅក្រុងភ្នំពេញស្នាក់ដូចចៅដូចសេះបងប្អូនទៅស្រុកជនបទមិនមែនមានន័យថាតំបន់ហ្នឹងគឺជាតំបន់ដែលមានរីកចម្រើនទ្រព្យសម្បត្តិហូរហៀជាងផ្ទះវិឡាបងប្អូនក្រៅពេជ្រទេប៉ុន្តែវាជាមនោសញ្ចេតនាទឹកដីបងប្អូនត្រូវតែទៅបងប្អូនអត់ទៅបងប្អូនអត់សឹកដូចគ្នាខ្មែរយើងនៅក្រៅប្រទេសអាមេរិកកាណាដាអូស្ត្រាលីអឺរ៉ុបជប៉ុនអីហ្នឹងគឺមានមនោសញ្ចេតនាចំពោះទឹកដីមាតុភូមិជាឈាមមែនទេមិនមែនពួកគេគិតថាដោយសារតែហ៊ុនសែនទើបនាំឲ្យពួកគេបានទៅលេងស្រុកទេប៉ុន្តែផ្ទុយទៅវិញដោយសារតែហ៊ុនសែនផលរតនៈទើបធ្វើឲ្យពួកគេមិនអាចទៅលេងស្រុកពីព្រោះបើចង់ទៅលេងស្រុកត្រូវតែរណត់ត្រូវតែទៅទទួលហ៊ុនម៉ាណែតខ្មែរយើងជុំវិញពិភពលោកបង្ខំចិត្តពីព្រោះចង់ទៅលេងស្រុកចង់ចេញចូលស្រុកចឹងត្រូវតែមែនទេលាក់មុខមិនចេញមុខឬក៏ទៅចូលគណៈបកប្រជាជនមួយទៀតដែលខ្ញុំនិយាយថា
ចំណាប់ខ្មាំងសេដ្ឋកិច្ចហ្នឹងក្រៅតែពីសេដ្ឋកិច្ចខ្ញុំអំបញ្ញនេះខ្ញុំនិយាយពីខ្លាចអត់មានការងារធ្វើពិបាករកការងារធ្វើឬក៏រើសអើងប៉ុន្តែមួយទៀតមុខរបរចំណាប់ខ្មាំងសេដ្ឋកិច្ចក្នុងនោះមានមុខរបរដូចអ្នកខ្លះនៅក្រៅប្រទេសមែនប៉ុន្តែគាត់មានដីគាត់មានសន្តាគារគាត់មានផ្ទះសំណាក់គាត់មានហាងនេះគាត់មានផ្ទះនៅស្រុកខ្មែរគាត់ត្រូវការចេញចូលរកស៊ីអញ្ចឹងបើគាត់មិនចូលគណៈបកប្រជាជនគឺគាត់មិនអាចការពារទ្រព្យសម្បត្តិរបស់គាត់បានទេអញ្ចឹងហ៊ុនសែនរបស់ហ៊ុនណាបានយកប្រជាជនទាំងមូលជាចំណាប់ខ្មាំងបងប្អូនបើសិនជាកម្ពុជាមានសេរីភាពពិតប្រាកដអ្នកដែលទៅទទួលហ៊ុនម៉ាណែតនិងហ៊ុនសែនទាំងអស់សុទ្ធតែមកឈរបាតកម្មជាមួយយើងទាំងអស់បងប្អូនជឿសូនតាបើទៅនៅជប៉ុនបើប្រទេសកម្ពុជាមានយុត្តិធម៌គ្មានអាចំណាប់ខ្មាំង4ហ្នឹងបងប្អូនអាចំណាប់ខ្មាំងក្របខ័ណ្ឌចំណាប់ខ្មាំងសេដ្ឋកិច្ចខ្ញុំនិយាយមិនមែនជីវភាពនៅមុខចំនួនបាទទេចំណាប់ខ្មាំងក្រុមគ្រួសារគេចាប់ក្រុមគ្រួសារជាចំណាប់ខ្មាំងនិងចំណាប់ខ្មាំងនៃមនុស្សចេតនាមាតុភូមិចង់នឹកស្រុកចង់ទៅលេងបើគ្មានអាហ៊ុនសែនមិនចាប់អា4ហ្នឹងជាចំណាប់ខ្មាំងទៀតណាបងប្អូនពួកនិស្សិតក៏ដោយយុវជនក៏ដោយពលរដ្ឋខ្មែរក៏ដោយពលករខ្មែរក៏ដោយដែលទៅទទួលហ៊ុនម៉ាណែតណាសុទ្ធតែអ្នកបបាតកម្មជាមួយយើងទាំងអស់បងប្អូនមើលពីដើមមើលទៀតថាហ៊ុនសែនអត់ដែលមានអ្នកទៅគ្រប់គ្រងអ្នកទៅទទួលទេណាពីមុនមកណាអឡូនបួងហេតុអីបានជាហ៊ុនសែនហ៊ុនម៉ាណែតពេលដែលចេញមកជប៉ុនចេញទៅកូរ៉េចេញមានអ្នកទទួលដោយសារតែមានអ្នកបាតកម្មប្រឆាំងហើយចុះទៅម៉ាឡេស៊ីមិនក៏អត់មានអ្នកស្វាគមន៍ហើយចុះទៅទីម៉័រមិនក៏អត់មានអ្នកស្វាគមន៍ហើយចុះទៅឥណ្ឌូនេស៊ីមិនក៏អត់មានអ្នកស្វាគមន៍ចំណាខឹមមកពីតំបន់នោះក៏អត់មានបាតកម្មអញ្ចឹងហ៊ុនសែនទៅទុកដើម្បីអួតភូតប្រាប់ពលរដ្ឋនៅក្នុងប្រទេសថានៅជប៉ុននៅអាមេរិកមិនមានតែគេបាតកម្មប្រឆាំងទេគឺមានគេគ្រប់គ្រងអានេះគាត់ចង់យកអានេះមកឡងវិញតាមពិតគ្មានទេសិតតែកើតចេញអំពីការរៀបចំនិងចំណាប់ខ្មាំងទាំងអស់ហើយឥឡូវណាបើដកតែការជួលបើយោងតាមអុកទូចបើនិយាយយើងទៅយោងអុកទូចគេថាគាត់ជួលអុកទូចខ្លួនឯងជាអ្នកទទួលបានលុយណាការធ្វើដំណើរទាំងអស់បើដកតែការជួលនិងដកចំណាប់ខ្មាំងចេញអាអ្នកដែលទៅទទួលហ៊ុនម៉ាណែតហ្នឹងគឺសិតតែជាបាតកោមកប្រឆាំងវិញទាំងអស់អានេះរឿងពិតមែនទេរឿងពិតអញ្ចឹងបានជាខ្ញុំសូមសរសើរបងប្អូននៅជប៉ុននៅកូរ៉េនិងមោទនភាពចំពោះការលះបង់របស់បងប្អូនឥឡូវបងប្អូនអ្នកប្រាជ្ញនៅក្នុងគណៈបកប្រជាជនយកអ្វីមកបញ្ជាក់ថាសូនតារានិយាយខុសអូណាចំណាប់ខ្មាំងនៅក្នុងនោះមានចំណាប់ខ្មាំងមួយដែលសាហាវជាងគេគឺការចាប់ឪពុកខ្ញុំជាចំណាប់ខ្មាំងចាប់ដាក់គុកណាក្រៅពីនឹងអាចំណាប់ខ្មាំងដែលគេគម្រាមមនុស្សទូទៅមាន4មុនណាចំណាប់ខ្មាំងក្របខ័ណ្ឌសម្រាប់មន្ត្រីរាជការចំណាប់ខ្មាំងនៃក្រុមគ្រួសារមែនទេដូចជាគេគម្រាមកំហែងក្រុមគ្រួសារចំណាប់ខ្មាំងសេដ្ឋកិច្ចជីវភាពនិងមុខចំនួនចំណាប់ខ្មាំងមនោចេតនាណាទឹកដីចង់ទៅលេងស្រុកចេញចូលស្រុកប៉ុន្តែនៅក្នុងនោះណាមានតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រដែលប្រទេសសន្តិភាពមានទី1គឺឪពុករបស់ខ្ញុំត្រូវចាប់ជាចំណាប់ខ្មាំងដោយពួកហាម៉ាស់ចាប់ពលរដ្ឋស្លូតត្រង់ជាចំណាប់ខ្មាំងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតពេជ្រប្រធានបទទី2ភ្ជាប់គ្នាដែរទឹកដីជប៉ុនคล้ายជាទឹកដីគម្រាមកំហែងឆ្លងដែនតាមពិតខ្ញុំត្រូវដាក់អាស៊ីសេរីយោងណាព្រោះអាស៊ីសេរីគេធ្វើសេចក្តីរាយការណ៍រឿងហ្នឹងប៉ុន្តែតែមិនខ្ញុំមិនដាក់ព្រោះប្រធានបទហ្នឹងខ្ញុំនិយាយយូរហើយខ្ញុំនិយាយ2លើក3លើកខាងលើកនេះហើយប្រធានបទនោះខ្ញុំនិយាយកាលពីចាប់ខ្លួនស៊ុនចន្ទធីខ្ញុំនិយាយម្ដងពួកស៊ុនចន្ទធីទៅពីជប៉ុនក្រោយមកទៀតក្រោយពីកាត់ទោសទីវណ្ណុលប្រធានគណៈបកភ្លើងទីហ្នឹងណាខ្ញុំនិយាយម្ដងទៀតអញ្ចឹងហើយបានជាខ្ញុំថាខ្ញុំមកដាក់យោងដោយសារហ្នឹងជាទស្សនៈនិងជាប្រធានបទដែលសូនតារាធ្លាប់និយាយម្ដងហើយគ្រាន់តែរំលឹកគ្រាន់តែវាស្របគ្នាអាស៊ីសេរីលើកក្រោយនេះវាស្របទៅនឹងទស្សនៈសូនតារាដែលនិយាយ2លើកកន្លងមកបងប្អូនដូចអាស៊ីសេរីនិយាយខ្លីហើយច្បាស់ល្អ
ខ្ញុំធ្លាប់ចោទជាសំណួរសួរថាតើរដ្ឋាភិបាលជប៉ុននៅប្រងើយកន្តើយរឿងអ្វីដែលទឹកដីរបស់ជប៉ុនត្រូវបានហ៊ុនរបបហ៊ុនប្រមាថមើលងាយហើយខ្ញុំចោទជាសំណួរកាលពីរឿងនៃស៊ុំចន្ទធីនិងរឿងទីវណ្ណុលបងប្អូនអ្នកណានៅចាំប្រធានបទខ្ញុំដាក់ប្រធានបទគាត់ខ្ញុំដាក់ជាប្រធានបទចោទសួរតែម្ដងថាចេះហេតុអ្វីបានជារាល់អ្នកដែលមកទស្សនកិច្ចនៅជប៉ុនត្រឡប់ទៅវិញសូហ្វីពេជ្រត្រូវគេចាប់ខ្លួនចឹងប្រធានបទចឹងក្នុងនោះខ្ញុំរៀបរាប់ច្រើនប៉ុន្តែមានមនុស្ស3នាក់សំខាន់ដែលខ្ញុំរៀបរាប់ទី1ថាច់សេដ្ឋាចេញពីជប៉ុនទៅដល់គេចាប់ដាក់គុកមានន័យថាប្រមាថមើលរដ្ឋាភិបាលជប៉ុនមានន័យថាហ៊ុនសែននឹងអត់ຕົកមុខឲ្យជប៉ុនទេមែនទេហ៊ុនសែននឹងថាអ្នកដែលមកទឹកដីជប៉ុនសារវាមានន័យអញ្ចឹងគឺមករៀនទៅត្រឡប់ទៅផ្ដួលរំលំរដ្ឋាភិបាលហើយហ៊ុនសែនណាចង់ផ្ញើសារទៅជប៉ុនថាជប៉ុនគឺជាទីតាំងរបស់ពួកអ៊ុក្រិតជនសរីរដ្ឋអាដីហ៊ីលយូនៃយើងអាចបកស្រាយហ៊ុនសែនគាត់ថាអញ្ចឹងនៃយើងអាចបកស្រាយអញ្ចឹងហេតុកូឡុំប៊ើសជាការប្រមាថមើលងាយទឹកដីជប៉ុនហើយខ្ញុំធ្លាប់ចោទសួរថាហេតុអីបានជាមនុស្សដែលចេញពីជប៉ុនទៅច្រើនតែជាប់គុកឧទាហរណ៍ដូចថាច់សិដ្ឋាចេញពីជប៉ុនទៅដល់ខ្មែរជាប់គុកទី1ទី2ឧទាហរណ៍ដូចជាស៊ុនចន្ទធីចេញពីជប៉ុនទៅដល់ខ្មែរមិនចុះពីពលានយន្តហោះមិនទាន់បានដល់ដីផងគេចាត់ដាក់គុកតាំងពីច្រកយន្តហោះស៊ុនចន្ទធីវាយខ្នោះយកទៅទី3ទីវណ្ណុលមកពីជប៉ុនទៅវិញគេកាត់ទោសផាកពីនេះរាប់លានដុល្លារហើយទី4ក៏នោះដែលខ្ញុំមិនដឹងជាច្រឡំខ្ញុំថាឈឹមស៊ីធលេងលីខៀនបើឈឹមស៊ីធមានកាលនោះខ្ញុំនិយាយឲ្យមានបងប្អូនកែថាលោកគ្រូឈឹមស៊ីធមិនមែនទៅពីជប៉ុនទេឬទៅអូស្ត្រាលីមែនទេអានេះខ្ញុំក៏កែតាមនឹងអញ្ចឹងហើយបានដូចខ្ញុំជម្រាបប្រាប់បងប្អូនមិនបើខ្ញុំមិនយោងអាស៊ីសេរីព្រោះអធិរបទនេះខ្ញុំធ្លាប់និយាយគាត់វាស្របជាមួយអាស៊ីសេរីទេកាលនោះខ្ញុំឈឹមស៊ីធចុះទៅលើយន្តហោះជាប់ក្រែកដែរប៉ុន្តែបងប្អូនយើងគាត់កែថាលោកគ្រូមិនមែនគេឈឹមស៊ីធគឺមកពីប្រទេសអូស្ត្រាលីហាឡេមេជីអញ្ចឹងកន្លែងហ្នឹងណាបងប្អូននៅជប៉ុនធ្វើរឿងត្រឹមត្រូវហើយត្រូវតែធ្វើនយោបាយកិច្ចការជាមួយក្រសួងការបរទេសរបស់ជប៉ុននិងតំណាងរាជជប៉ុនឲ្យបានល្អមិនមែនជារឿងធម្មតាទេដែលមនុស្សចេញពីជប៉ុនត្រូវគេចាប់វាយក្នុងទៅពលានយន្តហោះមានន័យថាចេញពីទឹកដីជប៉ុនគឺខុសមានរឿងមួយខ្ញុំនិយាយរឿងអាមេរិកប៉ុន្តែអាមេរិកវាធ្វើត្រូវសម្រាប់អាមេរិកខ្ញុំអត់និយាយថាត្រូវសម្រាប់ទូទៅទេត្រូវសម្រាប់អាមេរិកទេមានអាមេរិកកាំងម្នាក់បែរជាគាត់នឹងខ្ញុំភ្លេចហើយបែរជាគាត់នឹងជាសាស្ត្រាចារ្យមែនទេជាអ្នកសិក្សាស្រាវជ្រាវជានិស្សិតអាហារូបករណ៍ថ្នាក់បណ្ឌិតអនុបណ្ឌិតអីមិនដឹងទេនៅអាមេរិកគាត់រៀននៅអាមេរិកគាត់ទទួលបានសញ្ជាតិអាមេរិកនេះ Alexander ប៉ុន្តែត្រូវបានគេដកសញ្ជាតិឬក៏មិនដឹងជាមិនបានសញ្ជាតិទេដែលខ្ញុំអ្នកណាអាចដឹងរឿងនឹងច្បាស់បើបញ្ជាក់ប្រាប់ខ្ញុំថាគាត់បានមិនមែនសញ្ជាតិទេបានកាត green card ហ្នឹងដូចសញ្ជាតិការស្នាក់នៅអចិន្ត្រៃយ៍នៅអាមេរិកណាបើអ្នកឯងបានសំទោសមិនមែនសញ្ជាតិទេបានកាតស្នាក់នៅអចិន្ត្រៃយ៍10ឆ្នាំដូចសញ្ជាតិអាមេរិកចឹងចេញចូលស្រុកអាមេរិកដូចសញ្ជាតិអាមេរិកចឹងពេលនោះវិសមកាលគាត់ទៅលេងស្រុកកំណើតរបស់គាត់ដល់ទៅលេងស្រុកកំណើតរបស់គាត់ទៅចូលរួមបុណ្យសពរបស់មេហាម៉ាស់គេថតបានដល់ចឹងអាមេរិកដក green card ឲ្យចូលស្រុកវិញចឹងបើខ្ញុំថាត្រូវសម្រាប់អាមេរិកព្រោះប្រទេសនីមួយៗយើងមិនអាចនិយាយថាត្រូវសម្រាប់ទូទៅទេវាខុសសម្រាប់មនុស្សធម៌វាខុសសម្រាប់អីផ្សេងប៉ុន្តែយើងត្រូវដឹងថាត្រូវសម្រាប់អាមេរិកប៉ុន្តែគេមានហេតុផលត្រឹមត្រូវរបស់គេនេះហេតុអីបើបុគ្គលនឹងរស់នៅសហរដ្ឋអាមេរិកហើយត្រឡប់ទៅលេងស្រុកកំណើតទៅចូលរួមបុណ្យសពជាមួយនឹងមេភេរវករស្លាប់គេហែសពគាត់ទៅចូលរួមមានន័យថា
ប្រឆាំងទៅនឹងអាមេរិកហើយគាត់ជាផ្នែកមួយនៃពួកភេរវករគាត់ជាអ្នកគ្រប់គ្រងម្នេះក្រុមភេរវករអានឹងអាមេរិកគេចាត់ទុកចឹងអញ្ចឹងបើកាលណាគាត់ទៅមានសម្ព័ន្ធគាត់ទៅចូលរួមបុណ្យសពភេរវករដែលអាមេរិកស្រុកវាប្រឆាំងនឹងភេរវកម្មពួកមានភេរវកម្មទម្លុះអាគារនិងបោកប្របីផ្សេងនេះអញ្ចឹងគេដកណែ green card គេដកអាសិទ្ធិរស់នៅអចិន្ត្រៃយ៍ត្រូវហើយគេបិទអត់ឲ្យត្រឡប់ចូលមកទឹកដែនអាមេរិកវិញទេព្រោះវាខ្លាចអានឹងជាបណ្ដាញរបស់ភេរវកម្មដូចគ្នាមានន័យថាអ្នកនឹងគាត់មានកាតនៃ green card សិទ្ធិរស់នៅអចិន្ត្រៃយ៍នៅអាមេរិកត្រូវបានអាមេរិកចាប់ឬក៏អាមេរិកនឹងមិនឲ្យចូលស្រុកវិញដោយសារតែអ្នកនឹងពាក់ព័ន្ធជាមួយភេរវករចុះស៊ុនចន្ទធីឌីវ៉ាណុលផាច់សេដ្ឋាដែលមកប្រទេសជប៉ុនទស្សនកិច្ចត្រឡប់ទៅវិញតើជប៉ុននឹងជាប្រទេសភេរវកររដ្ឋាភិបាលជប៉ុននឹងជាភេរវករទូតជប៉ុនត្រូវបកស្រាយនេះអានឹងយុវជននៅជប៉ុនត្រូវនិយាយអានឹងឲ្យមុតប្រៀបធៀបអញ្ចឹងពួកខ្ញុំយើងគិតទៅយើងវាបញ្ជាក់ទៅបីនិយាយផ្ទាល់ដែរពួកអាមេរិកវានិយាយផ្ទាល់ឃើញទេអ្នកនោះវាទៅពាក់ព័ន្ធទើបវាប្លុកវាមិនឲ្យចូលឬក៏ចូលទៅវិញវាចាប់ខ្លួនដូចគ្នាហើយចូលអ្នកដែលមកស្រុកជប៉ុននេះមកជួបពលករជប៉ុនតើរដ្ឋាភិបាលជប៉ុនទឹកដីជប៉ុននឹងគឺជាទឹកដីភេរវកម្មគឺជាទឹកដីអក្រិតជនបានជាមនុស្សដែលចូលទឹកដីជប៉ុនត្រឡប់ទៅប្រទេសកម្ពុជាវិញត្រូវបានជាវាយខ្នោះនៅពលិយនហោះដូចស៊ុនចន្ទធីអីជាដើមមានស៊ុនចន្ទធីថាច់សិដ្ឋានិងទីវណ្ណុលជាប់គុកប៉ុន្តែវាដូចតែគ្នានឹងអញ្ចឹងវាបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាអត់មានការទូតល្អជាមួយជប៉ុនទេបានប្រមាថមើលងាយជប៉ុនយូរហើយនេះក្តៅកាហាយជាមួយជប៉ុនដែលជាម្ចាស់ជំនួយដ៏ធំបងប្អូនកុំភ្លេចណាប្រទេសជប៉ុនគឺជាប្រទេសម្ចាស់ជំនួយលំដាប់ទី2ទី3បន្ទាប់ពីចិនមកចិនជំនួយខ្ញុំចង់និយាយម្ចាស់កម្ចីអ្នកបងប្អូនប្រទេសកម្ពុជាដែលហ៊ុនសែនអួតថារិចស្ទុះស្គីមានអីហ្នឹងគឺសិទ្ធិលុយជប៉ុននេះណាមិនលុយហ៊ុនសែនទេលុយចិនលុយជប៉ុនហើយបើយើងនិយាយឲ្យជ្រៅទៀតអាហ្នឹងលុយកម្ចីបើនិយាយឲ្យប៉ិតលុយប្រជាជនព្រោះហ៊ុនសែនមិនមែនអ្នកសងទេប្រជាជនទាំងអស់អ្នកសងទេប្រជាជនអ្នកសងមែនទេគាត់តែគាត់គិតថាប្រជាជនឈួតល្ងើក៏ដាក់ឈ្មោះគាត់ហើយមួយទៀតណាហើយតែមិនជាក្រុមហ៊ុនខ្លះគេចូលចិត្តដាក់ឈ្មោះហ៊ុនសែនព្រោះវាធូរវារស់ស៊ីធូរបានយន់ការពារមែនទេបងប្អូនមានដឹងថាមនុស្សដើម្បីធ្វើអីមួយទៅលាយដើម្បីធ្វើអីមួយណាដើម្បីកុំឲ្យមានឧបសគ្គរដ្ឋបាលឲ្យគេខ្លាចឲ្យញើតណាក្រុមហ៊ុនខ្លះគេឆ្លាតណាក្រុមហ៊ុននឹងបោះចិនទេប៉ុន្តែគេដាក់ឈ្មោះហ៊ុនសែនដើម្បីអីដើម្បីកាត់ឆ្ការកុំឲ្យមានអាណាមកហ៊ានយកពន្ធណាខ្ញុំឧទាហរណ៍មួយជួនកាលក្រុមហ៊ុនដែកខ្ញុំឧទាហរណ៍ចេះមែនទេចង់នាំដែកចូលប្រទេសកម្ពុជានាំដែកនឹងស៊ីម៉ង់ហើយបើបង់ពន្ធពិតប្រាកដអ្នកដែលនាំដែកនឹងស៊ីម៉ង់ចូលគឺត្រូវបង់ពន្ធទៅរដ្ឋនេះរយៈពេលនាំម្ដងបង់ពន្ធម្ដងប្រហែលអញ្ចឹងធ្វើម៉េចដើម្បីឲ្យក្រុមហ៊ុនសូនតារានាំចូលដែកនឹងស៊ីម៉ង់ខ្ញុំត្រូវធ្វើម៉េចខ្ញុំទៅធ្វើសាលាមួយនៅមាន10បន្ទប់មាន2ខ្នង10បន្ទប់ដាក់ឈ្មោះថាអំណោយរបស់សម្ដេចនេះសាលានេះឈ្មោះថាសាលាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងលោកជំទាវកតិព្រឹទ្ធបណ្ឌិតខ្ញុំដាក់ឈ្មោះសាលានេះអញ្ចឹងប៉ុន្តែក្រោយដាក់ឈ្មោះហើយខ្ញុំមានបណ្ដាញនឹងតាក់ទងទៅហ៊ុនសែនដើម្បីមកសពុតហ៊ុនសែនគាត់ចូលចិត្តគាត់ឃ្លានសពុតគាត់ចង់ដើរនិយាយគាត់លឿនបានទេគាត់បោះចោលទាំងអស់ទៅគាត់ចូលចិត្តឲ្យទៅនិយាយឲ្យគេស្ដាប់គឺគាត់អបសុកគាត់ណែទោះជាប្រធានព្រឹទ្ធសភាទៅគាត់នៅចង់ដើរនិយាយដែរដល់តែពេលអញ្ចឹងបងប្អូនណាសាលាហ្នឹងឈ្មោះសាលាដាច់ជោសែននិងកតិព្រឹទ្ធបណ្ឌិតហើយអ្នកដែលសង់សាលាហ្នឹងគឺក្រុមហ៊ុនសូនតារាជាក្រុមហ៊ុននាំដែកនឹងស៊ីម៉ង់ហ៊ុនសែនទៅសម្ពោធខ្ញុំគ្រាន់តែបានអាយ័នហ្នឹងណាបងប្អូនគ្រាន់តែបានអាយ័នហ្នឹងខ្ញុំអាចនាំដែករាប់តោនរាប់លានតោននាំស៊ីម៉ង់ចូលប្រទេសកម្ពុជាដល់បានបងប្អូនព្រោះឲ្យតែមានយ័នការពារអញ្ចឹងហើយបើមានបងប្អូនខ្លះយើងឆ្ងល់ចុះមិនបានក្រុមហ៊ុនមិនបលៀនយន្តហោះមិនអីខ្លះហ្នឹង
cái đặt một hôn sai là nó hôn sai mình chia thôi men tê pro hôn sai cứ chia này chuan cứ chia mặt số bay thu đến lủng bây giờ dương ban cho một hôn sai tư dương thời của ban anh mình trẻ nét là đằng ấy này vì này dốt các cái cho lát na mà bồn mình này đằng bây giờ ta ốp sạ thì là trang tư và liên đến học mối nơi ta khmau bờ sân dịch phơi luôn ấy tam cho bắt tam tầm lót trâu tình đầy anh ấy nè trâu tình đây phải chơi chuyên mà cà rêประมาณ trâu băng bùn băng nôm trâu thường liên đến học miền sài gòn ta thưa sọc khmai bàn ấyอุปกรณ์ซ่อมบิเรื่องนวมโจลในสกขมายนั่นนะหมดทุนไปเรื่องนั้นต้องนวมอุปกรณ์ไอ้คลาซ่อมไปไอ้คลาต้องนวมโจลไอ้คลาจังบักนานวมโจลหรือบ่นูสุอันเป็นสุรักษ์หรือบ่ก็ได้ตรุชลงกัดก้อยตรุปุ่นตั้งไอ้ยาวันดับไปเรียนในนั้นดัดโจอันนู้นเป็นนวมมันนั่งมอมันนวมแต่เธอไปเรียนในนั้นน่าเป็นนวมลูกเป็นสกขมายเตะเธอไปเรียนในนั้นต้องการได้ประมาณวันนี้ไปเรียนในนั้นต้องการได้มวยเรียนเต่าbây giờ nóm đọc liền tàu mà nóm dọc phơ và liền nó đặt chỗ sành nó mà lục bưng sụp cái mai quán tại đặt cho bố thà và liền nó đặt chỗ muối nữa ai nóm xong về rạ châu mau và tây Campuchia lục cọc cắt đầu CP và chia chun dương và đăng kênh pôn ruột lôi nó dương về chụp vẹt kia hai giờ chấn vì dương xây lôi thưa và liền nó sang rồi lôi chấn đi cho hai bên lôi cái mai này sang đời lôi chấn đó nè kéo rồi àประมาณป้วนเลียนมาป้วนเลียนหลายจังตั้งยังเราจะซ่องเกบันพอแต่จันนั้นไปย้อนลุยไปยืนแบบดักอันนึงมั้งไปก่อนดักชั่วโมงคนแซนมุ้ยคนแซนก็อ๋อก็เมื่อวันนั้นมันเดินเขาเนาะสตาร์ทเนี่ยดักจูบเลียนเราดักจูแบบห้าจ้าวันนั้นสกไทยที่ดักสมันดักพุ่งไปตั้งหนึ่งก็ลาลำปูก็ดักก็ลาลำปูอันนี้เดี๋ยวไอ้จุดตั้งก็ดักได้เรื่องแต่นั้นสลับอย่างนี้หรือก็นั่งไอ้กระพริบcáiไอ้กระพริบเนี่ยนั่งสลับไอ้กระพริบเหมือนเราทำไปบ้านเนี่ยได้โดยชาหรือโกในปารีสcứ menเราทางภาษาหรือคนใดมันนุกเราจำนวนแบบนี้เลยนั่นนี่ฮะมันได้อันนั้นคือเวียนแช่มาพูดใครเมื่อโยนเลยนะใครเมื่อโยนเลยจงให้ไปบ้านที่chúng taเลี้ยงcái cho đặt mộtคนใส่chúng taสัมภาษณ์อันนี้กรมคนวันนั้นจะกันทงสตาร์ทโอลิมปิกcái cho đặtบอกโอ้แต่ดักmộtคนใส่นะเพื่อไว้วันกรมยังเพื่อไว้วันกรมบอกยงก็ได้นะบอกยงจริงเนี่ยจำนวนฉลาดนะยงเธอไปเรียนฮะเธอไปเรียนเดินฮอกมวยเด็กยมไอจำนั่งเลือกไปเรียนเดินฮอกนั่งที่นั่นยมได้ชมว่าไปเรียนเดินฮอกได้โจเหมือนไปเรียนฮอกได้โจหรือเต้ดิยมได้ไปเรียนเดินฮอกได้โจไซนั่นนี่บาร์ไม่ได้แจกได้จำที่หรอไม่จำโอ้ยบอกโอ้นายดักตานั่งมวยหมอน้อมสิมังโจเธอไปเรียนน้อมซ่อมไปเรียนปัจจัยกิจคอมพิวเตอร์โจเธอไปเรียนน้อมอุปกรณ์อิเล็กทรอนิกส์โจเธอไปเรียนมีบางคนนั้นอันนั้นเฮียนanh là hiền anh vô mà thưa Berlin là chúa ai hiền đòi chân tư nữa chúng buồn nâng về thằng bằng crab tăng phải chia chôn được phải chia chôn ba cái cán cục sầu cầm lăng để ca bằng crab cục lặng cứ thế nó có là ban chúng buồn nâng muối đấy có ban lại đấy là ban được free đây mà cà rê từ mà quán ao chặt ram rồi ao chặt này hà sập ấy mà chứ mà chúng đã chúa ơi đôi chân đấy cầm hồn nâng á cầm hồn chân rồi cầm hồn không ai dương này giặc ca chỉ môi chân nâng chân thưa Berlin nó nâng bọn ăn miên chúng hồn sen vô từ liên tiếp con ta lùi tình đầy nó có một bạn đây luôn có đọt trên đây tự ở trong lại tí xa nó phải biết tên yên ngọt từ trên đấy bạn mua hôn sai mối tư tha thư anh bạn sạch chặt không chẳng làm miền tây khá nè cái đăng tờ hôn sai chú cái pra hôn sai nè hỏi hôn sai quạt cái thà nâng chấm quạt từ cái tháo ở chia chân cho bạn thì thà anh nâng sẵn bảo mới mua chẳng ấy và để bạn đang trong đấng cho bạn thà phải chia chân nâng cái trâu chất rư cái thà mua nâng cứ sai hôn sai được ớt thôi mà giờ bỏ cho nào này bỏ cho nào mình đi chứ mình không sai có lại bỏ cho nào đây này bỏ cho nào đâu bấm cái lẹ mình lúc đắng mình đi ở đây mình lúc đắng với cái mình chơi ngóp mà đi cho nên mình lúc cái trâu chơi vô ơi cái đăng cho bạn nè bảo cồn có tay chấm nói với chấm này đăng tham mây cho các bảo cồn đăng này rồi ra giấy bạn nhặt tiền gặp liêm ta ồ đọc được cừu đôi riêng là cao chia lại nên cứ thao về bạc tầm lư lược nắng đấy bảo cồn á hãy thấy bạn chơi miền Tây khác cầm hôn nâng kia mình chọn để hãy thấy bạn chơi này cầm hôn thứ start cầm hôn thứ bật liên đàn ho cầm hôn thứ ấy cái châu chân cho chung hôn được đại đặt chui chân từ đặt trẻ như thế vì pro chung một nâng cứ bị ai phơi ở vậy bàn tiền bao phôn miền đăng tha ta phơi bật liên đàn ho nơi ta không ai đi mối mình đăng chi kỷ noam vô rồi bọn mình lúc đời xa tại bật liên đàn ho nâng electronic xi măng đây phải chạy vật chi nữa pin sọc khai được bằng pồn rót bắt băng ngày mình sơ đi chấm nanh nó để tránh bây giờ lùi khai mới khai cháy nó chơi chuyện này cái chuyện nào cần liên hóa thưa
mà quan liên đờ lá chiềng vậy đấy ấy chứ video à lôi tham ai chứ chơi lôi chết mà quan liên đờ lá ấy chứ chân bây giờ lôi Việt Nam ơi tham ai chơi bây giờ lôi tham ai mấy chân anh đặt một đánh chiều anh đặt một con sai đấy thứ ấy của bạn đấy anh à hiền bọc bong ôn trôi mơ admin long cắt pun admin long cắt ấy tới bên đấy tụm rom tại phơ à bà liên trên họ rư còn phơ ở tì họ đấy này thứ start thứ ấy đừng hỏi à lôi để kịch pun đừng lúc tụm đinh chậm đinh được sọc mai là mơ mà vô ai mai dừng chạy là mơ chứ chấn bây giờ lôi mai ai mai chạy là nó bắt con đừng pí á miền đây thá dương bắt off pi pon nên tầng ca tầng pon đi tết bắt off phải bay 4 pon liên đô la sân cầm thằng ngày mùi chân cái lại đi nhưng còn tại trong rung lắc mình tị nè rung lắc mình tị riêng băng vô bị cho riêng nè chú mù nè và năng để bắt tay dương tận lọc thì vẫn cứ thả bố lọc có giúp bị chân này chụp vẫn tránh thưa rừng nắng oi mặt chọc nâng cho bạc loạt tớ được tha bị bao chụp vẫn thật ta thay bao giờ cònนั้นcứ chỉเราthay bao thì vậy có thì vậy cắn ban chỉ nét một bên tu sanh cách này chụp vẫn trở lại từ vĩnh tới kiểu vậy nó nơi tam và liên trường học pray cho mẹ share vào đó đi cái pray cho mẹ được tay tiền tu được tu son đà thi bằng rùa sạc khâu chân và đặt cả plug đồ mắt cần đặt attitude mình đứt mục vào về dương châu ta đo được bị vật trong cõi sum lúa trồng lói nén bánh hạt xinh mấy hôm đấy nè nấc khơi mặt đó đấy nè nấc đó đây nè nấc khơi mặt đó là cuốn dây mốt nhá mền á mền này ná đây là cuốn dây chẳng mốt nhảy đấy ta mền nó cho hai đấy ban thì cái chỗ chân cho hôn sai tự đạo mấy chôn cáo tôi hôn sai mình nấc khơi cái đó của cái chỗ tự đạo này mà chứ bà ban hôn sai cà pía bà ban hôn sai từ sủng phốt bà ban cho một hôn sai đặt bà ban hôn sai vừa chỉ tù ấm vay có free đây bằng ôn nè hiền đây nè bắt bóng cứ ấy bật chi chân ơi bán chỉ được nhom vậy ta phải chắc chắn vì do lui máy mà mày chơi sẽ tất tất kỳ mới chơi quá nè bây giờ ra mình sẽ được cái gì chỉ nè sát khâu ba chân đà khầm bang con miền đà ná kết thà năng việc play mà vẫn á play mà thấy ai bật nè rừng nước ai bật bờ bật thì dương miền toàn nè bắt phụ rồi nuôi bật bật cọt á kỳ xương bằng kết thêm chân đà cái anh bật là cái này bà khai ôn tạch mà khai ôn tạch vậy này mà số đây bây giờ mất là đơn thọt rúp chạy chạy ra bồn mà đặt bay cà phê chip tức đấy giúp tràn phương thể hiện sai sật nắm ok bà của nó chi một hiệp các bạn mình phớ cửa miền Bắc Hải và thì cầm chơi miền càng nghĩ từ thì còn té tôi dặn na cái đó dương ắt nhóm sông mình để dây nè ricon rương thả con to giúp vào man này nhóm bài chỉ cổ rục nhóm cổ rục cao sả nâng lên vật chất nâng sông chun po ỏi còn to để cho chương là tam trung đại nó miền sẽ cái đây sốc sập tập hiệp nâng o côn còn to để bàn đẹp bằng đẹp lý đã bay cà phê tại đây miền Trung Campuchia anh ấy rương thả quạt miền là giúp miền quạt lông quạt ấy anh ấy nhóm nơi từ lực chặt nhóm mình thả đi vây để dương phơi cứ thả rương để vô bay tây không cầm đất và cốt phải chèn nó không phải chia từ tay dương tây phơi làm bay sọp từ nam sọp từ tam bọt thòng mà nói như cột từ tam bọt thòng mà nói như phải chia chương tỷ cứ tập thị phải chia tay sấy mình chân mặt tết nâng cao và cốt phải chèn sọp tam bạc mình men chỉ phơi hàng xa rồi co ca phơi rọt và hát luôn mình thấy còn tay rương tất đấy làm gì rương vô bay của nó con tốt cứ chia được bọt phải chia chừng tất đây rương bật tiết chiết nó mình miên đơn như ca điều bài thì dương công dốc tất đây bật tiết chiết chỉ đơn như ca điều bài mình men thì dương bật cuột tay còn nâng sân lập bắt là cái nông ca đất non bật tiết phơi oi bật tiết thì chậm rãi từ bàn nào bạn Richard Sam su đây đôi chia Alisu và chân nơi tại căn cặp đó đây là Cherry Jan hay chân đà nhom flop phơi ca ni và phơi ca nâng chẳng mày nè chìm muối nè thom nè non châu đáy cố một sọc khăm ấy nè trong cá bông ôn á bông ôn khác chỉ ngáo á ali tại chờ tụi chúng bạn bông ôn khác đặt hạt điên thật xôn ra đấy mình hụt kịch chứ mà nút tiếp này tập á mà nút tiếp này tập mình này chơi mất thở đập thằng nó được sọc bảng tình coi này tập nông tiền thì có tên chơi mất pa hai cái mình thành vậy trời việc bắt trong bông ôn miền bông ôn nó còn chặt vào thế ta ra đây gì bây giờ snap là khuôn dây tức trong mén là khủ đôi cho miền để bông ôn chơi mà nè mấy đâu cả thà ô
ខ្ញុំធ្លាប់ធ្វើការជាមួយមន្ត្រីធំអារឿងនាំចូលដៃស៊ីម៉ង់អីផ្សេងស្គរហ្នឹងណាគឺដូចលោកគ្រូថាអញ្ចឹងឲ្យតែដាក់ឈ្មោះហ៊ុនសែនទៅអត់មកហើយសួរមិនចឹងអាហ្នឹងឯងគេហៅតែមនុស្សទេភ្នែកទឹកហ្នឹងណាអញ្ចឹងបានបងប្អូនយើងមួយចំនួនហ្នឹងដែលគាត់ដែលខ្ញុំនិយាយម្ដងបងប្អូនអូស្ត្រាលីនិយាយម្ដងទៀតគាត់ទេឆ្ងល់ទេស្ដាប់សូនតារាឬក៏គាត់និយាយយូរម៉េះមែនទេហើយដល់មានពេលណាស្ដាប់អូនិយាយវីដេអូហ្នឹងគាត់និយាយតែត្រឹម10នាទី5-10នាទីឬក៏ខ្លីៗទៅវាគ្រប់គ្រាន់ហើយនៅនឹងថារូបឥឡូវអ្នកដែលថាហ្នឹងក្រោយមកទៀតក៏ជួបពួកម៉ាក់ហ្នឹងវាយ3-4ខែគាត់សាកស្ដាប់មើលដល់ពេលសាកស្ដាប់ទៅគាត់ថាត្រូវណាសមិនថៃស្ដាប់សូនតារាហ្នឹងវារកកន្លែងកាត់វាអត់ឃើញណាមានអ្នកខ្លះហ្នឹងខ្ញុំនិយាយប៉ុណ្្នឹងហ្នឹងសម្រាប់ឲ្យបងប្អូនយើងអារម្មណ៍នៅតែមិនទាន់សម្រាប់នៅឡើយទេអញ្ចឹងមានច្រើនណាខ្ញុំធ្លាប់ជួបបងប្អូនយើងមានច្រើនណាវណ្ណៈកូនដែលថាចូលស្ដាប់សូនតារាទៅចូលមើលសូនតារាទៅតែចូលតែមួយផ្លែតទេមិនមួយផ្លែតឯណាចូលប្រគុណក៏កាន់ទៅតាមមែនទេមានអ្នកខ្លះទេខ្ញុំមិនថាទេថាយ៉ាងលោកត្រូវទេដឹងមានអ្នកខ្លះចូលប្រគុណក៏កាន់ទៅតាមតែខ្លះដាច់ភាកណាបងប្អូនហើយអ្នកខ្លះកំពុងធ្វើការហ្នឹងដាក់កាសទេណាធ្វើការដាក់កាសបើកឡានហ្នឹងដាក់កាសទេហើយមើលទៅគេស្មានតែស្ដាប់ចម្រៀងស៊ីនស៊ីសមុទ្រស្ដាប់ចម្រៀងនៅប្រពៃណីនៅអីចម្រៀងតារាល្បីរបស់អាមេរិកអត់ទេតែឲ្យមើលទូរស័ព្ទទៅឃើញមនុស្សម្នាក់អង្គុយនិយាយគេខ្លះគេចឆ្ងល់ទេជុំមនុស្សហ្នឹងចិត្តតែអង្គុយធ្វើការ2ម៉ោង1ម៉ោង2ម៉ោងបើកឡានឲ្យ1ម៉ោងហើយតែអង្គុយស្ដាប់មនុស្សហ្នឹងស្ដាប់តារាចម្រៀងទាញកាសមកស្ដាប់ទៅអត់មានអីគួរចាប់អារម្មណ៍សោះប៉ុន្តែស្ដាប់បានតែ3នាទីចុំដូចដកកាសវិញលេងបានសម្រាប់ខ្មែរគ្នាឯងណាទាញមកដាក់ពឹបចុំយ៉ាងមែនទេស៊ីឡុងនេះដកកាសលេងបានយូរទៅអាអ្នកថាឲ្យគេហ្នឹងគឺជក់ជាងអ្នកមុនទៅទៀតចឹងប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនេះចុះអរគុណប្រិយមិត្តថ្ងៃលក្ខិណាដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីណាការយល់ដឹងទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដល់មែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តចាញ់ក្មេងកតិបណ្ឌិតទៅចាប់ធ្វើបាបឲ្យទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី